บดดอลลาร์ภาษาคือយើងប្រកាន់ជាប់ទៅនៅធរទាំងឡាយ13នឹងយើងប្រចាំទុកក្នុងខ្លួនយើងណាដើម្បីคลายទៅជាកូនល្អដើម្បីคลายទៅជាបុត្រដ៏ល្អប្រសើរដើម្បីคลายទៅជាចៅដ៏ល្អគឺយើងមានធម៌13នឹងជាមួយម្ដាយឪពុករបស់យើងទី1គឺយើងចិញ្ចឹមម្ដាយឪពុករបស់យើងដោយបច្ច័យទាំងឡាយ4នឹងចិញ្ចឹមម្ដាយឪពុករបស់យើងដោយបច្ច័យទាំងឡាយ4ព្រោះហេតុអីបានត្រូវចិញ្ចឹមម្ដាយឪពុកដោយបច្ច័យទាំងឡាយ4ពីព្រោះម្ដាយឪពុករបស់យើងចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីការពារឃុំក្រងថែរក្សាយើងគ្រប់គ្នាជាកូនចៅប្រុសស្រីឲ្យធំធាត់មានមុខមាត់យកសក្តានៈតួនាទីរស់នៅសុខស្រួលទៅបានរហូតតាំងពីក្មេងមកដល់បច្ចុប្បន្នហ្នឹងយើងរស់អាស្រ័យដោយសារបច្ច័យ4ដែលម្ដាយយើងជីដូនយើងខំប្រឹងស៊ូទ្រាំនៅណាកដាលថ្ងៃក្តៅធ្វើជាទាសកម្មកររស៊ីលីសៃរែកពុនសសំលុយកាក់ប្រាក់កាសមកដើម្បីឲ្យយើងបានសពុតស្លៀកបានអាវពាក់នឹងបានបាយហូបគ្រប់បានផ្ទះជ្រកកោនបានថ្នាំសង្កូវជាបារោគសម្រាប់ចិញ្ចឹមយើងដោយល្អអញ្ចឹងនៅពេលដែលម្ដាយឬជីដូនរបស់យើងចាស់ទៅយើងជាកូនចៅប្រុសស្រីនោះក៏ត្រូវទំនុកបំរុងគាត់ឲ្យគ្រប់នៅបច្ច័យទាំងឡាយ4នឹងវិញដូចគ្នានឹងបាយទឹកនំចំណីថ្នាំសង្កូវជាបារោគផ្ទះសំបែងជ្រកកោនសម្ពុតអាវស្លៀកពាក់ក្របដណ្ដប់នឹងឲ្យគ្រប់អញ្ចឹងកូនល្អយើងមាន4នឹងលើម្ដាយឪពុកបន្ទាប់ពី4ហ្នឹងទៅយើងសង្គ្រោះគាត់ដោយសង្កហធម៌5ទៀតកិច្ចឆាំងនេសង្ករេសាមិកុលវង្សង្កតបេសាមិទាយជាងបរិបច្ឆាមិជាដើមមានន័យថាកូនល្អសង្គ្រោះម្ដាយឪពុកពេលម្ដាយឪពុកចាស់ទៅគឺយើងដកកិច្ចតរៈធ្ងន់ស្រាលពីម្ដាយឪពុករបស់យើងឧទាហរណ៍ថាម្ដាយនិងឪពុកធ្លាប់ធ្វើការងារធ្ងន់ពីមុនមកលីសែងរែកពុនកាប់ពុះនិងលក់ដូរចិញ្ចឹមជីវិតនឹងយើងដកកិច្ចតរៈទាំងអស់នឹងពីគាត់យើងជាអ្នកទទួលរ៉ាប់រងជំនួសគាត់ម្ដងលែងឲ្យម្ដាយធ្វើកិច្ចការអីទាំងអស់ឲ្យលោកនៅតែស្ងៀមនៅតែសនុកនឹងដល់ពេលដល់វេលាយើងលើកបាយទឹកនំចំណីត្រីសាច់យកទៅជូនគាត់ដោយល្អលែងឲ្យគាត់គិតការងារខ្វល់រឿងការចិញ្ចឹមជីវិតបន្តទៀតនឹងកូនល្អគឺដកកិច្ចតរៈធ្ងន់ស្រាលពីម្ដាយឪពុកទី1ទី2ថែរក្សាពូជពងវងតកូលរបស់ម្ដាយរបស់ឪពុកនឹងឲ្យល្អប្រសើរពូជគាត់ថ្លៃថ្នូរយ៉ាងណាយើងថែរក្សាវងត្រកូលនឹងឲ្យនៅតែថ្លៃថ្នូរទី3ប្រតិបត្តិខ្លួនឲ្យសមជាអ្នកស្នងត្រកូលគឺយើងសង្គ្រោះដោយការដើរតាមកន្លងរបស់ម្ដាយឪពុកម្ដាយយើងស្រឡាញ់រាប់អានពុទ្ធសាសនាយើងស្រឡាញ់រាប់អានពុទ្ធសាសនាឪពុកយើងស្រឡាញ់រាប់អានពុទ្ធសាសនាយើងស្រឡាញ់ពុទ្ធសាសនាឪពុកយើងម្ដាយយើងជាអ្នកយកអាសាញាតយើងយកអាសាញាតឪពុកម្ដាយយើងជាអ្នកគោរពចាស់ព្រឹទ្ធាចារ្យយើងគោរពចាស់ព្រឹទ្ធាចារ្យបងមានន័យថាម្ដាយឪពុករបស់យើងដើរក្នុងកន្លងនៃសេចក្តីល្អអ្វីយើងជាកូនចៅប្រុសស្រីដ៏ល្អនោះគឺដើរតាមលំអាននៃសេចក្តីល្អរបស់ម្ដាយឪពុករបស់យើងនិងកូនល្អទី3ទី4ហ្នឹងថែរក្សាកេរមរតកដែលជាញើសឈាមរបស់ម្ដាយឪពុកដែលគាត់ចែកឲ្យអ្វីឲ្យយើងនឹងយើងត្រូវរក្សាឲ្យគង់ចែកស្រែឲ្យនៅស្រែចែកគោឲ្យនៅគោចែកកវលឲ្យនៅកវលទីហោចឹងថែរក្សាមរតកដែលជាញើសឈាមរបស់គាត់នឹងឲ្យស្ថិតថេរគង់វង្សហើយបើលក់ទៅវាចម្រើនជាងអ្វីដែលគាត់ចែកឲ្យទី5សង្គ្រោះក្រោយពេលម្ដាយឪពុកស្លាប់ឃ្លាតព្រាត់ពីយើងទៅយើងនាំគ្នាចម្រើនទៅនៅសេចក្តីល្អគឺការធ្វើបុណ្យសង្ឃទានអត់ទិសផ្សាយទៅនៅសេចក្តីល្អទាំងអស់នឹងជូនម្ដាយឪពុករបស់យើងបងចឹងកូនល្អទី1ចិញ្ចឹមម្ដាយដោយបច្ច័យទាំងឡាយ4ទី2សង្គ្រោះម្ដាយដោយសង្ឃហធម៌5ហើយទី3គឺសងលោកដោយធម៌ទាំងឡាយ4ធម៌ទាំងឡាយ4នឹងមានសទ្ធាសីលៈចក្កៈបញ្ញាម្ដាយមិនតាន់មានសទ្ធាកូនល្អដឹកនាំម្ដាយឲ្យមានសទ្ធាឲ្យចេះជឿបុណ្យជឿបាបជឿកម្មជឿផលម្ដាយមិនតាន់មានសិលកូនល្អនាំម្ដាយទៅរក្សាសិលទៅសុំសិលសុំសិក្ខាបទទៅចម្រើនសិក្ខាបទរក្សាសិក្ខាបទឲ្យល្អបរិសុទ្ធម្ដាយមិនតាន់មានសិលដឹកនាំម្ដាយឲ្យមានសិលម្ដាយមិនតាន់ចេះលះនឹងទ្របធ្វើបុណ្យឲ្យទានមិនតាន់មាននៅចក្កៈគឺការលះទៅនៅមច្ឆរិយៈគឺសេចក្តីកំណាញ់កូនល្អនឹងណែនាំម្ដាយឲ្យបរិបូរដោយការចក្កៈដោយការលះទៅនៅមច្ឆរិយៈគឺសេចក្តីកំណាញ់ម្ដាយមានទៅនៅមិច្ឆាទិដ្ឋិសសតទិដ្ឋិអុច្ឆេតទិដ្ឋិកូនល្អញ៉ាំងម្ដាយនឹងជំរះចោលនៅមិច្ឆាទិដ្ឋិសសតទិដ្ឋិអុច្ឆេតទិដ្ឋិឲ្យម្ដាយនឹងមានទៅនៅសមាទិដ្ឋិឲ្យឪពុកនឹងមានទៅនៅសមាទិដ្ឋិនឹងចឹងសរុបដោយខ្លីមិនបានអធិប្បាយទេណកូនល្អយើងចាំថាគឺកូនដែលល្អចៅដែលល្អគឺមាន13ហ្នឹង
ចិញ្ចឹមម្ដាយឪពុកដោយបច្ច័យទាំងឡាយ4 សង្គ្រោះគាត់ដោយសង្ឃហធម៌5ទៀត9 ថែមធរត្រូវសងលោក4ទៀតគឺ13ចឹងកូនល្អមាន13ហ្នឹងហើយម្ដាយឪពុកល្អក៏មាន13ដូចគ្នាបកើតគេមកចិញ្ចឹមគេដោយបច្ច័យ4 ហើយចិញ្ចឹមគេធំធាត់សង្គ្រោះគេដោយសង្ឃហធម៌5មានប៉ាណាំងនិវារេនតិសបាំងសិក្ខាបេនតិកល្យានេនិវេសេនតិជាដើមបកើតគេមកហើយត្រូវឲ្យគេរៀនមានចំណេះហើយហាមគេកុំឲ្យគេធ្វើអំពើអាក្រក់ហើយតែនាំគេកុំឲ្យដើរជាមួយមនុស្សអាក្រក់ខ្សែគប់បាបប្រមិតឲ្យខ្សែគប់កល្យាណមិត្តទី4ពេលកូនធំកំមុំកំឡោះរៀបចំកូនឲ្យមានប្តីមានប្រពន្ធទី5ចែកទ្រព្យសម្បត្តិគេអកឲ្យចឹងចិញ្ចឹមកូនដោយបច្ច័យ4សង្គ្រោះកូនដោយសង្ឃហធម៌5ហើយក៏ត្រូវគ្របសង្កត់កូនដោយព្រហ្មវិហារធម៌4ដូចគ្នាមេត្តាករុណាមុទិតាអបេខានឹងចឹងសរុបមកកូនល្អក៏មាន13លើម្ដាយឪពុកល្អដែលទៅជាពុព្វទេវាទៅជាអាហន័យបុគ្គលនឹងទៅជាព្រះព្រំលើកូនទៅបានតតែមាន13នឹងលើកូនដូចគ្នានឹងហើយកូនចៅប្រុសស្រីក៏ដូចគ្នាយើងគប្បីធ្វើខ្លួនយើងឲ្យប្រសើរជាងឈើច្រត់របស់ម្ដាយឪពុកនឹងមកបញ្ជាក់ដោយខ្លីជាកតិគួរពិចារណាថាកុំឲ្យកើតជាកូនរបស់គាត់ហើយអន់ជាងឈើច្រត់ដែលគាត់កាន់នៅនឹងដៃណាធម្មតាម្ដាយឪពុកណាដែលគ្មានកូននៅក្បែរពេលដែលចាស់ជរាទៅគឺយល់អំពីតម្លៃនៃឈើច្រត់គាត់ចង់ទៅចិត្តទៅឆ្ងាយបានឈើច្រត់នឹងនាំផ្លូវគាត់ទៅដើរទៅបំរុងដួលបានឈើច្រត់នឹងទប់ចំហកុំឲ្យដួលដើរទៅជួបពស់ជួបសត្វកាចសាហាវលើកឈើច្រត់កំឡាទៅសត្វនឹងក៏បោវាចេញទៅនិយាយដោយខ្លីឈើច្រត់ជួយការពារជីវិតរបស់គាត់ជួយនាំផ្លូវគាត់នឹងសម្រាប់ម្ដាយឪពុកដែលមិនមានកូននៅក្បែរប៉ុន្តែបើម្ដាយឪពុកដែលគេមានកូននៅក្បែរគេអត់ចាំបាច់ប្រើឈើច្រត់ទេទៅណាមកណាចិត្តឆ្ងាយបានកូនគេគ្រាទៅបានចៅគេគ្រាទៅមានបញ្ហាអីបានកូនបានចៅគេឃុំក្រងថែរក្សាការពារតែបើម្ដាយឪពុកដែលមានតែកូនប៉ុន្តែកូនអត់នៅក្បែរទាំងអស់គឺតម្លៃនៃឈើច្រត់ហ្នឹងថ្លៃពេលហ្នឹងគឺកូនទាំងអស់របស់គាត់ហ្នឹងគឺអន់ជាងឈើច្រត់ដែលគាត់កាន់នៅនឹងដៃអញ្ចឹងបានអាត្មាជាអាសាដាស់តឿនថាធ្វើជាមនុស្សកុំឲ្យអន់ជាងឈើច្រត់របស់ម្ដាយឪពុកទៅមិនធ្វើខ្លួនយើងឲ្យថ្លៃជាងឈើច្រត់នឹងដែលគាត់កាន់នៅនឹងដៃដោយការទំនុកបំរុងចិញ្ចឹមបីបាច់ថែរក្សាឃុំក្រងម្ដាយឪពុកដោយល្អទាំងអស់គ្នាហើយអ្នកណាដែលដឹងគុណរលឹកគុណរមែងចម្រើនអ្នកណាមិនដឹងគុណមិនរលឹកគុណវិនិច្ឆ័យអន្តរាយខាតខូចប្រយោជន៍តាំងតែពីបច្ចុប្បន្ននឹងញោមមិនចាំបាច់អនាគតជាតិទេសយុទ្ធចុះកូនដែលបន្ទុះសារាយជាមួយម្ដាយឪពុកដោយអាត្មាធ្លាប់បញ្ជាក់ថាអ្នកណាដឹងគុណម៉ែដឹងគុណឪគឺចម្រើនយុះចម្រើនសេចក្តីស្រឡាញ់ពីអ្នកដទៃនិងជាពិសេសគឺចម្រើនទៅនៅធម៌3សច្ចៈខន្តីកតញ្ញូកូនណាដឹងគុណគឺចម្រើនធម៌3នេះសច្ចៈមានន័យថាយើងនៅជាមួយម្ដាយយើងប៉ិតត្រង់អត់ដែលកុហកពូតផគាត់ដល់ពេលយើងចាស់ទៅកូនយើងក៏ត្រង់ជាមួយយើងកតញ្ញូកាលយើងនៅជាមួយម្ដាយយើងដឹងគុណរលឹកគុណបំរើគាត់ព្រឹកល្ងាចដល់ពេលយើងចាស់ទៅកូនយើងបំរើយើងចឹងដែរខន្តីយើងនៅជាមួយម្ដាយយើងអត់ធន់គាត់ស្ដីគាត់បដៅគាត់ជេរគាត់ថាអីអត់ហ៊ានតបតដល់យើងចាស់ទៅកូនយើងអត់ធន់ជាមួយយើងចឹងដែរវិតកចរិតបុគ្គលខ្លះតាំងពីកើតមកគេមុនពេលគេសម្រេចចិត្តធ្វើអីមួយគឺគេប្រកបព្រមដោយការគិតនិងត្រេះរេះពិចារណារកហេតុរកផលដោយល្អិតគ្រប់ជ្រុងជ្រោយទាំងអស់មានមនុស្សខ្លះចឹងហើយមនុស្សខ្លះមុនពេលធ្វើអីអត់ដែរចេះគិតអីទេគឺដាក់ទៅមកថាចង់ទិញម៉ូតូហើយបើថាអាចចាញ់បោកគេនឹងលឿនដោយសារអីហើយយាយមកអាត្មាហ្នឹងកាលពីឆ្នាំ2006 2005ហ្នឹងមិនដឹងថាមេដៃផ្ញើសាកសីឲ្យគេយកលុយធនាគារប្រហែលអ្នករត់ចោលស្រុកអស់ប្រហែលអ្នកទេយកមេដៃគេខ្ចីមេដៃឲ្យជួយធ្វើសាកសីហ្នឹងហើយដល់ពេលឯងទៅធ្វើសាកសីគេដល់ពេលអាម្ចាស់លុយរត់ទៅបាត់មិនឯងតួនាទីអ្នកសងនៅស្រុកអាត្មាពេញមកភូមិនឹងសងអាអ្នកម្ចាស់លុយអ្នកខ្ចីវារត់ទៅស្រុកវារត់បាត់ទៅវាអត់មានអីសងគេវារត់បាត់ហើយដល់រត់បាត់នៅមេដៃអាសាកសីចឹងអាសាកសីនេះទឹកភ្នែកលោកគោលោកកបីសងគេគ្រប់តែគ្នាហ្នឹងអាហ្នឹងដែលគ្មានការពិចារណាចឹងបុគ្គលដែលមានវិតកចរិតហ្នឹងមានន័យថាមនុស្សហ្នឹងគឺមុនពេលសម្រេចចិត្តធ្វើអីមួយគេប្រកបដោយការគិតត្រេះរេះពិចារណារកហេតុរកផលល្អិតល្អន់ហ្នឹងចឹងយើងសូមឲ្យទៅជាមនុស្សវិតកចរិតទាំងអស់គ្នា
ប៉ុន្តែគិតខ្លាំងពេកអាខ្លះគិតត្រូវមានអាខ្លះគិតខុសក៏មិនស្រួលដែរហ្នឹងបងគិតឲ្យត្រូវមានអីដល់ពេលប្រឆាំងប្រពន្ធប្រឆាំងកូនគិតត្រូវឯងទៅគិតប្រឆាំងកូនវិញអាប្រពន្ធគិតត្រូវឯងគិតទៅប្រឆាំងផ្ទុយវាប្រពន្ធវិញអាហ្នឹងក៏មិនកើតដែរនឹងឲ្យស្របគ្នាគ្រាន់តែថាឲ្យមុនពេលធ្វើអីប្រកបព្រមដោយការគិតត្រេះរេះពិចារណារកហេតុរកផលប៉ុណ្ណឹងចុះបុគ្គលខ្លះប្រកបដោយវិតកចរិតនឹងឯងដល់បុគ្គលមកពួកទៀតព្រះអង្គសម្ដែងថាប្រកបដោយសទ្ធាចរិតអ្នកអាត្មាថាសទ្ធាចរិតនឹងយាយគ្រប់គ្នាណាមានន័យថាមនុស្សខ្លះតាំងពីកើតដឹងក្តីមកមានចិត្តតូទុនជាប្រកក្តីឃើញគេដាច់បាយអាឯងអត់បាយហូបក៏ចែកឲ្យគេមកដុំដែរឃើញគេអត់ទឹកផឹកអាឯងនេះមិនមានអីក៏ឲ្យទឹកគេមកផ្តិលដែរឃើញគេអត់ខោស្លៀកសក់ចិត្តលួចខោប្តីយកទៅឲ្យគេស្លៀកទៀតហ្នឹងអាសទ្ធាចរិតហ្នឹងតែងមានចំពោះយាយគ្រប់តែគ្នាហ្នឹងនៅមុខអាត្មាហ្នឹងមិនចឹងណាញោមណាសាកលោកដាច់បាយមើលអាឯងអត់អង្គហូបទៅក៏ខ្ចីគេមកកំប៉ុងយកទៅប្រគេនលោកដែរមិនចឹងណាញោមណាហ្នឹងចឹងអាសទ្ធាចរិតហ្នឹងតែងមានចំពោះបុគ្គលអ្នកមានសទ្ធានឹងមានលក្ខណៈជាប្រកក្តីចេះចែករំលែកគ្នាចេះចែកគ្នារស់មានចិត្តសន្តោសសង្គ្រោះមេត្តាមានចិត្តអាណិតស្រឡាញ់រកគ្នានឹងគ្នាតូទុនទៅរកគ្នានឹងគ្នាហើយក៏មានមនុស្សខ្លះអត់មានអាហ្នឹងដែរមិនត្រឹមតែមិនចេះចែករំលែកមិនត្រឹមតែមិនជឿបន់ជឿបាបមិនជឿកម្មជឿផលទេគឺថែមទាំងប្រព្រឹត្តអបាយមុខផ្ទុយពីអាការជឿនឹងលួចឆក់ប្លន់កាប់កេងប្រវាញ់វេដំទាត់ធាក់កាប់ចាក់អ្នកដតីទៅវិញវាផ្ទុយពីយើងទៅវិញបើយើងគ្រប់គ្នានេះសត្វតែអ្នកសទ្ធាចរិតហើយសត្វអ្នកជឿកម្មជឿផលហើយបើមិនជឿកម្មជឿផលអត់មានមកអង្គុយចាំស្រាប់ធរកន្លះម៉ោងហើយចឹងទេណាយាយណាអង្គុយចាំលោកបែបចូលកន្លះម៉ោងហើយមិញហ៎1ម៉ោងឯណាចេះភូតលោកប្រាប់ម៉ោង3ហើយម៉ោង3ជាងមកដល់រោងសោះហ្នឹងណាឃើញទេនៅមុខលោកភូតលោកបាត់ហើយនៅអង្គុយចាំស្ដាប់ធម៌កន្លះម៉ោងអង្គុយលោកមកយឺតកន្លះម៉ោងហ្នឹងនិយាយពីតាគៀកចកេះនេះអេនអនអាភ្នែកហ្នឹងរត់ទៅរត់ទេលោកយូរម៉ែវ៉ៃអញទៅផ្ទះបាត់ឥឡូវហើយអេនអនអង្គុយអត់ស្ងៀមទេប៉ុន្តែបើហូបបាយថ្ងៃត្រង់ឲ្យជុំគ្នាគាត់3 4នាក់អង្គុយក្រែក្រោមដើមព្រីងនិយាយដើមគេហ្នឹងនិយាយពី4ម៉ោងអត់តូនចុកចកេះនិយាយលេងទេមិនមែននិយាយយើងទេនិយាយណាណីនោះទេហ្នឹងហើយអារឿងអកុសលហ្នឹងនិយាយពីចូលចិត្តអង្គុយ3 4ម៉ោងអត់ត្អូញចុកចកេះប៉ុន្តែបើអង្គុយចាំយកប៉ុនហ្នឹងតែកន្លះម៉ោងនិយាយពីរត់តែរត់ចោលលោកណាចឹងយើងប្រឹងទាំងអស់គ្នាណាញោមណាឲ្យមានសទ្ធាចរិតក្នុងខ្លួនដូចជាហើយសទ្ធាចរិតហ្នឹងព្រះអង្គប្ររពចំពោះបញ្ចសត្តតិរៈណាបញ្ចសត្តតិរៈហ្នឹងមានន័យថាតិរៈទាំង500កុមារទាំង500ក្នុងកពីលោកបញ្ជាក់ថាបញ្ចសត្តតិរៈហ្នឹងមានន័យថាកុមារទាំង500ហ្នឹងគឺវាកើតមកក្នុងវងតកូលពូជម្បោនឹងជាប់គ្នាចឹងទៅជាមិត្តភក្តិជាម្រះជាខ្លាស្រឡាញ់រាប់អានគ្នាចឹងទៅហើយអា500នាក់ហ្នឹងតើវាទៅណាវាទៅជុំគ្នាចឹងដល់ពេលមួយវាសុំនំពីម្ដាយឪពុករៀងខ្លួនវាតែងទៅលេងនៅកដាលព្រៃកន្លែងមាត់អូមាត់ស្ទឹងហ្នឹងវាទៅកសាលេងនៅទៅហ្នឹងទៅជុំគ្នានិយាយគ្នាលេងបាត់ពួនឡើងចង់ឈើលេងនេះលេងនោះជុំគ្នាវា500នាក់ហ្នឹង500នាក់ហ្នឹងមកនិយាយកាត់សេចក្តីរឿងវាវែងដល់ពេលមួយព្រះបច្ចេកពុទ្ធព្រះអង្គលោកនិមន្តកាត់ព្រៃហ្នឹងនិមន្តគោចោលបានមុនដើរកាត់ព្រៃហ្នឹងដល់ដើរកាត់ព្រៃហ្នឹងញោមកុមារទាំង500ហ្នឹងព្រះសម្ដែងថាមានសទ្ធាចរិតក្នុងខ្លួនតាំងតែពីថ្ងៃកើតហើយតាំងពីអតីតជាតិមកមិនមែនតែមានជាតិហ្នឹងទេញោមមកក្រន់តែកុមារទាំង500តូចហ្នឹងគ្រាន់តែកលេចឃើញព្រះបច្ចេកពុទ្ធញោមអានំដែលយកពីផ្ទះមកបំរុងទុកហូបខ្លួនឯងគ្រប់គ្នានឹងយកទៅដាក់បាតលោកទាំងអស់ហើយតែប៉ុណ្ណឹងញោមឯងមើលមានអាណាគេតន់ទៅទេសនាបញ្យលឲ្យចេះដឹងបន់ដឹងបាបពេលចេះនាំគ្នាយកនំដែលម៉ែវាឲ្យទុកយកមកហូបនៅកន្លែងលេងហ្នឹងវាយកទៅដាក់បាតលោកដល់អស់ដាក់គ្រប់គ្នាហ្នឹងដាក់ឲ្យវាអង្គុយសាពះយកពរពីលោកអីធ្វើដូចមនុស្សចាស់ខ្លាដោយសមាទិដ្ឋិដូចយើងអាយុ25 30អញ្ចឹងណាហ្នឹងដល់ទៅដល់ផ្ទះវិញមេដាបៃតាតែងពូលទៅសើអំពីកូនរបស់ខ្លួនរៀងខ្លួនតំណឹងនឹងដឹងដល់ព្រះដែលមានពភាកបានព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងប្រោសបរិស័ទប្រោសអគ្គសាវកតាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរគប្បីប្រកាន់ជាប់នៅសិលនិងសទ្ធាចរិតនេះជាប្រកដីពាក្យថាជាប្រកដីមានន័យថាអ្នកឯងត្រូវរក្សាសិលរួមរវៈព្រះវាំងប្រយ័ត្នឥន្ទ្រីសង្វរៈសីសង្វរៈនឹងផ្លូវភ្នែកជាចំោះដៃកាយចិត្តត្រូវអត់សង្កត់ឲ្យបានល្អហើយផ្លូវចិត្តអ្នកឯងត្រូវប្រកបព្រមដោយសទ្ធាចរិតត្រូវមានមេត្តាចិត្តករណាចិត្តសន្តោសៈសន្តោសសង្គ្រោះលើកលែងអធ្យាស្រ័យអាណិតស្រឡាញ់អ្នកដតីគ្រប់ពេល
ពេលគ្រប់វេលាទាំងអស់ត្រូវមានសេចក្តីអាណិតស្រឡាញ់ហើយត្រូវជឿកម្មជឿផលដឹងគុណដឹងទោសសូម្បីតែក្មេងប៉ុណ្ណឹងក៏ចេះជឿកម្មជឿផលដឹងគុណដឹងទោសដែរមនាលភិក្ខុទាំងឡាយហើយក្មេងទាំង500នេះកាលពីអតីតជាតិក៏ជាអ្នកប្រកបព្រមដោយសទ្ធាចរិតដូចគ្នាជាអ្នកប្រព្រឹត្តសេចក្តីល្អដូចគ្នាទើបឧបនិស្ស័យមកជាតិហ្នឹងនាំឲ្យក្មេងទាំងអស់ហ្នឹងមានសមាទិដ្ឋិតាំងពីកើតមកដូចគ្នាចឹងដែរហើយអ្នកទាំងអស់ហ្នឹងនៅអនាគតជាតិនឹងបានស្ដាប់ពធទេសនារបស់ព្រះសិហាមេត្រីនិងសម្រេចគុណធម៌ជាន់ខ្ពស់ក្នុងសំណាក់នៃព្រះសិហាមេត្រីហ្នឹងនឹងបានទៅបួសរៀនក្នុងសំណាក់ព្រះសិហាមេត្រីទៅជាសាវកដើរតាមលំអាននៃព្រះសិហាមេត្រីបញ្ចសត្តតិរៈហ្នឹងណាញោមក្មេងទាំង500ហ្នឹងឯងសន្សំពោធិញ្ញាណពីឥឡូវហ្នឹងរហូតដល់ព្រះសិហាមេត្រីត្រាស់ដឹងឡើងបានស្ដាប់ធម៌របស់ព្រះសិហាមេត្រីបានបួសដើរតាមកន្លងនៃព្រះសិហាមេត្រីហ្នឹងក្មេងទាំង500ហ្នឹងឯងឥឡូវនេះក្មេងទាំង500ហ្នឹងនៅស្ថានសួគ៌ឡើយទេអត់ទាន់ចុះមកទេមកទៅជួបម្សិលមិញទៅញោមហ្នឹងហើយចាំដល់ព្រះសិហាមេត្រីត្រាស់ដឹងឡើងពេលណាអ្នកទាំងអស់នឹងចុះមកកើតក្នុងមនុស្សលោកយើងហើយបានស្ដាប់ធម៌របស់ព្រះសិហាមេត្រីបួសរៀនក្នុងសំណាក់នៃព្រះសិហាមេត្រីមកនិយាយលេងទេប៉ុន្តែអ្នកទាំងអស់នឹងនៅឋានសួគ៌មែនអត់តន់ចុះមកទេហ្នឹងហើយចាំដល់ព្រះសិហាមេត្រីលោកត្រាស់ដឹងឡើងចឹងសទ្ធាចរិតហ្នឹងដូចរឿងហ្នឹងមកនិយាយឡើងគឺកើតតាំងពីកើតដឹងក្តីមកគឺចិត្តមនុស្សហ្នឹងតូតុនចេះចែករំលែកជឿបន់ជឿបាបតាំងពីកើតមកហើយមានមនុស្សខ្លះចឹងឯងខ្ញុំមានមនុស្សខ្លះចិត្តល្អចែករំលែកគេឯងគ្រប់គ្នាចឹងមានឯងខ្ញុំជឿមានទេមានអញ្ចឹងបានព្រះអង្គសម្ដែងអាខ្លះចែករហូតដល់អស់រលីងពីខ្លួននោះបើចែកចឹងពេកអត់កើតទេយាយណាលហុងទុំមួយផ្លែអត់ហ៊ានស៊ីអាកូនមកពីរោងចាក់ទៅពេញវិញក៏អត់ហ៊ានបេះឲ្យកូនសុំយកទៅស្លោកោក៏អត់ឲ្យដល់ពេលទុំឲ្យបេះយកទៅប្រគេនលោកពោះ2ចំហៀងឲ្យលោកទាំង2ចំហៀងលោកឆាន់អស់អង្គុយលេបទឹកមាត់ឯងអត់បានមកសភីកុំអញ្ចឹងបើថាលហុងមួយពុះទុកខ្លួនឯងមួយចំហៀងយកទៅលោកមួយចំហៀងបានហើយដាប់តនេះយាយកុំឲ្យសទ្ធាចរិតដល់អង្គុយលេបទឹកមាត់អត់បានមកសភីអាហ្នឹងអត់កើតទេកូនគេផ្ញើពីរោងចាក់មក100000លេងចូលអាចារ្យទាំង100000អាហ្នឹងអត់កើតទេហ្នឹងត្រូវប្រកបព្រមដោយបញ្ញាសទ្ធាហ្នឹងត្រូវមានបញ្ញាទៀតណែបានព្រះអង្គសម្ដែងអាចុងក្រោយគេពុទ្ធចរិតមានន័យថាមនុស្សខ្លះពាក្យថាពុទ្ធៈហ្នឹងមានន័យថាការត្រាស់ដឹងចឹងក្នុងទីហ្នឹងព្រះអង្គសម្ដែងថាពុទ្ធចរិតសំដៅដល់មនុស្សដែលមានបញ្ញាខ្ពង់ខ្ពស់ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់មានការពិចារណាមានសមាទិដ្ឋិមានបញ្ញាចាស់ខ្លាតាំងពីក្មេងមកដូចលោកយាយវិសាខាអញ្ចឹងយាយវិសាខាការប្តីអាយុ6 10ប៉ុន្តែក្មេងមែនតែចេះឃុំក្រងប្តីចេះមើលឲ្យក្មេងចេះណែនាំឲ្យក្មេងដែលមិនឆាទិដ្ឋិឲ្យជឿបន់ជឿបាបមិនធម្មតាទេអាយុ6 10ដូចកូនក្មេងតែមកកើតអញ្ចឹងប៉ុន្តែចាស់ខ្លាដោយសមាទិដ្ឋិចាស់ខ្លាដោយបញ្ញាព្រោះសម្រេចសោតាតាំងពីអាយុ6 ឆ្នាំអាហ្នឹងដែលគេហៅថាពុទ្ធចរិតមានន័យថាជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់កើតមកនៅតូចមែនប៉ុន្តែចេះដឹងខុសដឹងត្រូវញោមឃើញមានអាក្មេងខ្លះទៅអាយុ5 10ទៅប៉ុន្តែនិយាយពីថាមនុស្សអាយុ50អត់ដូរវាចេះដឹងគុណម៉ែឪវាចេះប្រតិបត្តិម៉ែឪវាចាស់វាចេះឃើញចាស់ឃើញទុំវាលើកដៃសាពះវាដឹងខុសដឹងត្រូវវាដឹងគ្រូបាអាចារ្យម៉ោង6ម៉ោង7វាងូតទឹកឲ្យម៉ែឪវាអង្គុយស្ដាប់ធម៌ទេសនាលោកញោមឯងឃើញដូចមនុស្សអាយុ70ចឹងណាវាចេះចឹងមកតាំងពីកើតមកអាយុ6 7 10ឯងប៉ុន្តែវាចេះគ្រប់យ៉ាងទាំងអស់ដឹងខុសដឹងត្រូវញោមធ្លាប់ឃើញមានក្មេងខ្លះចឹងមែនទេមានអាហ្នឹងដែលគេហៅថាពុទ្ធចរិតជាមនុស្សដែលចាស់ខ្លាដោយបញ្ញាសមាទិដ្ឋិនឹងមានចំណេះដឹងខ្ពង់ខ្ពស់មានការបែងចែកខុសត្រូវនឹងក្នុងខ្លួនតាំងពីក្មេងមករហូតនឹងទល់គ្នានឹងដៃខ្យល់ទៅវិញចឹងយើងពិចារណាមកវិញតើយើងរាល់ថ្ងៃមានណាមួយណាខ្លះ6ហ្នឹងតោសាចរិតអាតោសៈខឹងក្រោតប្រជាប្រចាំរាល់ថ្ងៃអាហ្នឹងអត់មានទេណាយើងមិនមែនរាល់ថ្ងៃទេណាយើងណាមិនកើតរាល់ថ្ងៃទេគេអ្នកតោសាចរិតហ្នឹងមានន័យថាខឹងរាល់ថ្ងៃមានន័យថាបើកភ្នែកខឹងបើកភ្នែកខឹងក្តៅកាហាយរាល់ថ្ងៃតែយើងនេះមិនខឹងរាល់ថ្ងៃទេមួយខែខឹងម្ដងប៉ុន្តែពីងទឹកអស់5ចានអស់1រាវភ្នែកប្រពន្ធខៀវស្វែងមកចំហៀងអីអាយូខឹងម្ដងហ្នឹងណាអញ្ចឹងអត់ចឹងទេញោមហ៎អត់ទេហ្នឹងសាធុអញ្ចឹងអាតោសាចរិតអត់មានទេសម្រាប់យើងអ្នកប្រព្រឹត្តធម៌ចុះដល់មោហាចរិតវែងអត់ដឹងម៉ែដឹងឪដឹងខុសដឹងត្រូវអាហ្នឹងមានទេក្នុងខ្លួនយើងអត់ទេចុះអារាគៈចរិតអាដំរេកត្រេកតាចង់បានអត់ចេះឈប់អានឹងមានទេក្នុងខ្លួនយើងដូចមិនជឿទេដូចណែជៀនយើងពីមុនមកជីដូចអាហ៊ុនដូចចង់បានមកជីហីហើយដល់បានមកជីហើយដូចរមកតឡឹងហើយដល់បានមកតឡឹងហើយដូចចង់រក5តឡឹងហីញោមហីប៉ុន្តែអាហ្នឹងគេមិនមែនហៅរាគៈចរិតទេណាមកនិយាយលេងទេអាហ្នឹងគេហៅថាលោភៈមូលចិត្ត
បើអារាគៈចរិតនេះមានន័យថាដំរេកត្រេកតាអាលអាចចង់បានមកដោយមិច្ឆាទឹកមិច្ឆាជីវោហ្មងការចិញ្ចឹមជីវិតខុសមកអាបានមកដោយខុសមិនក៏ចេះចង់បានដែរហ្នឹងអាហ្នឹងបើគេហៅរាគៈចរិតដំរេកត្រេកតាអាលគ្មានការបែងចែកខុសត្រូវគ្មានការគិតគ្មានការពិចារណាគៀបកង្កត់ជិះជាន់កັບកេងប្រវាញ់បើថាចង់បានបើថាស្រឡាញ់ពុនគេទៅលួចប្លន់ប្រពន្ធគេចាប់ប្តីគេដាក់គុកចឹងឧទាហរណ៍ហ្នឹងអាហ្នឹងគេហៅរាគៈចរិតហ្នឹងប៉ិនយើងក៏អត់មានទេយើងចង់បានតាមសមាអាជីវោយើងចង់បានមែនប៉ិនយើងប្រឹងត្រឹមត្រូវរបស់យើងណាញោមណាយើងអត់មានទៅរកស៊ីលួចឆក់ប្លន់គេទេយើងមិនលួចគេនៅនឹងមុខទេយើងមិនប្លន់គេនៅនឹងមុខទេគ្រាន់តែថាសាច់ជ្រូកយើងលក់នៅជិញយើងថ្លឹង10ខាំជាងដល់មកដល់ផ្ទះគេថ្លឹងឃើញតែ7ខាំតែប៉ុណ្្នឹងទេហ្នឹងហើយណាយើងមិនលួចគេទេមិនប្លន់គេទេបើគ្រាន់ថាសាច់ជ្រូកយើងជីងយើង10ខាំប៉ុន្តែដល់ផ្ទះគេថ្លឹងឃើញ7ខាំមិនមកឃើញច្រើនណាហ្នឹងហើយណោប្រយ័ត្នណាញោមណាអញ្ចឹងណោយើងរាគៈចរិតយើងគិតថាយើងអត់មានណាប៉ុន្តែបើតោសាចរិតមកគិតថាមានខ្លះមិនអត់ទេហោដល់ទី4មោហាចរិតទី3មោហាចរិតវង្វេងដល់ទី4វិតកចរិតចូលចិត្តត្រេះរេះពិចារណារកខេត្តរកផលមុនធ្វើអាហ្នឹងក៏យើងគ្រប់គ្នាមានខ្លះមិនមានខ្លះអាខ្លះចូលចិត្តធ្វើបថុយអាខ្លះគេមុនធ្វើអីមួយគេគិតពិចារណាហោដល់អាមួយទៀតគេហៅថាសទ្ធាចរិតអាហ្នឹងដឹងតែយើងមានគ្រប់គ្នាមកនិយាយនេះដឹងតែមានគ្រប់គ្នាទេអាចចិត្តស្រឡាញ់គេចែករំលែកគេឲ្យអាណិតគេតូតុនឃើញគេអត់គេឃ្លានមិនបានតែចិត្តឯងនឹងវាតូតុនចែករំលែកដល់អ្នកដតីឃើញជឿឆ្អាលអ្នកដតីជួយគេខ្នះខ្នែងនឹងអាហ្នឹងយើងដឹងតែមានណាញោមណាមានគ្រប់គ្នាអាហ្នឹងពុទ្ធចរិតក៏មិនងាយដែរមិនងាយមានមនុស្សណាប្រកបដោយពុទ្ធចរិតដែរអញ្ចឹងគ្រាន់តែយើងមានខ្លះអត់ខ្លះប៉ុន្តែព្រះសម្ដែងថា6ហ្នឹងតែងប្រកាសចំពោះសត្វលោកហ្នឹងហើយគ្រាន់តែវាមិនមានគ្រប់គ្នាទេអញ្ចឹងយើងប្រឹងចម្រើនសេចក្តីល្អគុណធម៌និងជាពិសេសសទ្ធាចរិតពុទ្ធចរិតវិតកចរិតអីនេះញោមក៏បីមានក្នុងខ្លួននិយាយរួមអា3ខាងចុងគួរមានអា3ខាងដើមមិនគួរមានទេស្ដាប់តើនេះញោមអាតោសាចរិតមិនគួរមានទេអាមោហាចរិតមិនគួរមានទេអារាគៈចរិតមិនគួរមានទេប៉ុន្តែបើសទ្ធាចរិតពុទ្ធចរិតវិតកចរិតគួរមានទាំងអស់គ្នាណាញោមអនុមោទនាសន្ធិឃ្លានប្រត់អំពីយើងទៅកាន់លោកមួយផ្សេងទៀតហើយនឹងហើយញោមណោដំណើរជីវិតប្រព្រឹត្តទៅរបស់សត្វលោកគ្រប់គ្នាមិនថាតែនៅរស់រានមានជីវិតឬក៏ឃ្លាតប្រត់ចាក់គ្នានឹងគ្នាទីតីទៅហើយក្តីទេសត្វលោកទាំងអស់តែងប្រាស្រ័យទៅដោយបុណ្យកុសលជាសរណៈគ្រប់គ្នាតាំងតែពីនៅរស់រានមានជីវិតរហូតដល់អនិច្ចកម្មឃ្លាតប្រត់ទៅហើយក៏នៅតែត្រូវការបុណ្យគឺមិនអាចខ្វះបុណ្យបានទេក្នុងដំណើរជីវិតប្រព្រឹត្តទៅរបស់យើងគ្រប់គ្នាក្នុងកាលទាំង3អតីតបច្ចុប្បន្នអនាគតមុនក្រោយគឺសត្វលោកទាំងអស់រស់នៅអាស្រ័យដោយសារបុណ្យកុសលនឹងជាសរណៈគ្រប់គ្នាដោយមិនមានអ្នកណាម្នាក់រស់នៅឃ្លាតឆ្ងាយពីបុណ្យកុសលឬគ្មានបុណ្យកុសលទ្រទ្រង់យើងបានឡើយហេតុអីបានមកបញ្ជាក់ថាអញ្ចឹងសូម្បីតែកំណើតកើតជាមនុស្សដែលយើងបានមកមនុស្សល្អប្រសើរគ្រប់គ្នានេះក៏បានដោយសារបុណ្យកុសលនឹងដែរបើយើងខ្វះបុណ្យកុសលយើងអត់បានពូជជាមនុស្សមកស្គាល់ម្ដាយស្គាល់ឪពុកចេះដឹងខុសត្រូវដឹងគុណដឹងទោសដឹងម្ដាយដឹងឪពុកដឹងខ្ពស់ដឹងទាបមានធម្មសញ្ញាក្នុងការសម្គាល់កំណត់ដឹងថានេះបងនេះប្អូននេះប្រពន្ធនេះប្តីបើខ្វះបុណ្យយើងទៅកើតកំណើតដែលមិនស្គាល់គ្នាទេពាក្យថាមិនស្គាល់គ្នាមិនមានធម្មសញ្ញាឧបមាដូចកំណើតតិរិឆានគោក្របីដំរីសេះមន្ទាជ្រូកក្តាន់សម្ោចចង្អាអ្នកទាំងអស់នឹងមានកំណើតដូចយើងដែរចាប់កំណើតដូចយើងដែរប៉ុន្តែមិនស្គាល់គ្នាទេសត្វខ្លះវាស្គាល់ដែរស្គាល់ម្ដាយវាពេលដែលវាទៅតែកើតហើយថ្មីហ្នឹងញោមមើលវាមិនមានសម្ដាងដូចយើងទេវាស្គាល់ដែរដូចឆ្កែដូចជ្រូកអីកាលនៅតូចវាស្គាល់តែម៉ែវាមកបៅដោះវាមកបលែងវាមកលេងមកដេកដង្ហែក្បែរម្ដាយអញ្ចឹងទៅប៉ុន្តែម្ដាយនឹងជាបំបៅដោះចិត្តតែចិញ្ចឹមរហូតដល់ធំពេលខ្លះម្ចាស់បោះចំណីឲ្យមិនហ៊ានដដើមទេទុកឲ្យកូនប៉ុន្តែកូននេះដល់ពេលវាធំប្រប៉ាន់ម៉ែវាទៅវាស្គាល់ម៉ែវាទៀតទេញោមស្គាល់ហ៎អត់ស្គាល់ទេញោម
បើអាចឆ្កែប្រុសទៅយកម៉ែឯងជាឆ្កែស្រីហ្នឹងទៅយកគ្នាម៉ែឯងនឹងវិញទៅញោមឃើញនឹងវាទៅត្រូវម៉ែឯងវិញទៅវាមិនទៅរកស្រីឯណាឆ្ងាយកើតពីពោះម៉ែវាទៅនៅមួយម៉ែវាវិញទៅអាហ្នឹងមានន័យថាវាអត់ស្គាល់ម៉ែវាទេហើយបើកូនស្រីក៏ដោយកូនប្រុសក៏ដោយនឹងឆ្កែស្រីក៏ដោយឆ្កែប្រុសក៏ដោយបើឆ្កែស្រីឆ្កែប្រុសគេមិនដែរប្រើឆ្កែស្រីឆ្កែប្រុសហ្នឹងញោមគេឆ្កែញីក៏ដោយឆ្កែឈ្មោលក៏ដោយថាចេះលល់អាហ្នឹងគេប្រើសម្រាប់មនុស្សឯងណោទៅប្រើពាក្យហ្នឹងទៅលើឆ្កែនោះមកវាឲ្យតម្លៃសัตว์នោះខ្ពស់ពេកខ្ជិលប្រើពាក្យញីឈ្មោលដល់អាក្រក់ស្ដាប់បើឥឡូវយើងប្រើឲ្យចំស័ព្ទបើថាឆ្កែញីវាធំឡើងដឹងក្តីមិនថាញីមិនថាឈ្មោលអាពេលវាធំពេញកម្លាំងទៅកាលនៅតូចស្គាល់ម៉ែបបៅដោះម៉ែបលែងមួយម៉ែដេកក្បែរម៉ែប៉ុន្តែដល់ពេលធំពេញវ័យវឌ្ឍនាការឧបមាថាថ្ងៃហ្នឹងយើងហូបខជើងជ្រូកហើយខោខជើងជ្រូកធម្មតាអ្នកទាំងអស់ហ្នឹងឲ្យតែយើងហូបវាមកអង្គុយបិឈរជង្គង់ក្បែរយើងហ្នឹងមិនចឹងវាមានប៉ាឆ្កែមានម៉ាក់ឆ្កែវាមានកូនមានឡងវានៅហ្នឹងទៀតនោះមានឡងប្រុសមានឡងស្រីហើយពុននឹងនៅជុំគ្នាតឡងក៏នៅហ្នឹងម្ដាយពុកក៏នៅហ្នឹងពុនក៏នៅហ្នឹងកូនក៏នៅហ្នឹងឲ្យតែហុងនៅចាំយើងហ្នឹងហើយដល់ឯងនេះឃើញហើយហូបសាច់អស់ទៅបោះអង្គប់មួយចំកដាលចំណោមគេហ្នឹងចំកដាលចំណោមមានតឡងប្រុសមានតឡងស្រីមានប្រពន្ធមានកូនមានម្ដាយបកើតឪពុកបកើតគេហ្នឹងនៅជុំគ្នាហ្នឹងគ្រាន់តែចង់នឹងធ្លាក់ពុកទៅអាកូននេះវាប្រាប់ថាឯងកុំដដើមណាឯងណាទុកឲ្យម៉ាក់យើងគៀមសិនទៅឯងអាចៅចាស់កូនខ្លួនឯងកុំដើមយាយអីទុកឲ្យយាយគាត់អត់ថ្មិញឲ្យយាយគាត់អង្គៀមមុនសិនណាចាំមិនចាំយាយអង្គៀមហើយយាយបោះចោលចាំចៅឯងទៅលិតតាមក្រោយវាមានប្រាប់កូនប្រាប់ពុនវាថាចឹងឯងខ្ញុំមានប្រាប់ចឹងឯងអត់ទេខានតែអង្គប់ជើងធ្លាក់ដល់ដីភ្លាមអានោះញញថ្មិញដាក់ម៉ែដាក់អញហ្នឹងអញលឺតែអញអញ្ចឹងអាម៉ែឲ្យអត់ថ្មិញមិនហត់បែកជើងនេះអាអូននោះលូនទៅក្រោមក្រែទៅអាម៉ែនោះបោលតកុលចេកទៅញោមឃើញវាស្គាល់ម៉ែវាដែរញោមស្គាល់អត់ស្គាល់ទេអញ្ចឹងមិនមានសំណាងទេញោមពិចារណាមើលតាម៉ែឪឯងក៏មិនមានសំណាងបានស្គាល់ដែរកុំថាឡើយមានសំណាងបានមកអង្គុយស្ដាប់ធម៌បានមកធ្វើបុណ្យបានជួបម្ដាយល្អជួបឪពុកល្អជួបញាតិល្អបានកូនប្រកបដោយធម៌ដូចម្ចាស់ដើមទានប្រធានបុណ្យថ្ងៃនេះបានចេះធម៌ដឹកនាំគេធ្វើបុណ្យដូចញោមម្ចាស់បានចេះសម្ដែងធម៌ប្រាប់ពុទ្ធបរិស័ទដោយអាត្មាអីអត់មានសំណាងអញ្ចឹងទេអត់មានសំណាងដូចយើងអញ្ចឹងទេចឹងយើងបានកំណើតនៃពូជជាបុគ្គលដែលមានសំណាងមានភពវាសនាខ្ពស់ហើយកុំឲ្យភ្លេចពូជរបស់យើងដែលអាត្មាពាក្យថាភ្លេចពូជមានន័យថាយើងបានពូជមនុស្សអាស្រ័យដោយសារបុណ្យបង្វែរមកគោលធម៌យើងវិញដែលអាត្មាបញ្ជាក់ខាងដើមថាសត្វលោកទាំងអស់គ្មានអ្នកណារស់នៅដោយមិនអាស្រ័យបុណ្យកុសលទេមើលសូម្បីតែកូនចៅប្រុសស្រីថ្ងៃហ្នឹងម្ដាយឪពុកយើងស្លាប់ឃ្លាតព្រាត់ពីយើងទៅ100ឆ្នាំក៏ដោយ1ឆ្នាំក៏ដោយ2ឆ្នាំក៏ដោយ10ឆ្នាំទៅមុខក៏ដោយក៏យើងមិនមានអ្វីផ្ញើលោកក្រៅអំពីបុណ្យកុសលដែរអត់មានផ្ញើជ័យជៀនទៅបានទេអត់មានផ្ញើត្រៃខទៅបានទេអត់មានផ្ញើរបស់ល្អរបស់ដែលជាទីពេញចិត្តដែលយើងចង់ផ្ញើឲ្យគាត់បានដល់តដៃទៀតទេគឺមានតែផ្ញើបុណ្យកុសលគឺសេចក្តីល្អមួយគត់ហើយយើងនៅរស់នេះក៏ត្រូវការពឹងបុណ្យដែរមិនតែអ្នកស្លាប់ទេអាត្មាបញ្ជាក់ខាងដើមមិញថាអារស់ក៏ត្រូវការបុណ្យអាស្លាប់ក៏ត្រូវការបុណ្យអាកើតទៅជាតិមួយផ្សេងទៀតក៏នៅតែត្រូវការបុណ្យគឺក្នុងកាលទាំង3នោះអតីតបច្ចុប្បន្នអនាគតមុនក្រោយគឺត្រូវអាស្រ័យបុណ្យកុសលទាំងអស់ហើយបើខ្វះបុណ្យហើយបើបានមកមនុស្សអមថាបុណ្យនឹងវាផាត់ផោយបើបានមកមនុស្សគេដែរបើអត់ពេញលក្ខណៈទេខ្វាក់ខ្វិនជារាពីការកងងដៃកងងជើងដោះមិនពេញលក្ខណៈបើពេញលក្ខណៈដែរកើតមកម្ដាយឪពុកបោះបង់ចោលដាក់បដែតចោលទឹកទលេចោលបែបណោសម្រាមឬក៏ចោលនៅពេទ្យមិនជ័យយកឬក៏យកមកដែរក៏អញ្ចឹងឲ្យធំតិចទៅលោកឲ្យអ្នកមានធ្វើខ្ញុំមើគេមកជីវិតទៅឬក៏កើតមកដែរវាយដំតត់ធាក់ធ្វើទរណកម្មព្រឹកល្ងាចទៅអានឹងពូជវាខ្វះពូជនៃសេចក្តីល្អចឹងជីវិតនឹងគឺរស់នៅទុក្ខវេទនាតាំងពីកើតរហូតដល់ដាច់ខ្យល់ទៅវិញហ្នឹងទុក្ខវេទនាទាំងផ្លូវកាយទុក្ខវេទនាទាំងផ្លូវចិត្តបើអញ្ចឹងទេយើងទាំងអស់គ្នាកុំឲ្យវាខ្វះត្រូវខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អបើដឹងតែយើងម្នាក់ហ្នឹងខណែរស់ក៏ទីពឹងបុណ្យអាស្លាប់ក៏ទីពឹងបុណ្យអាកើតទៅជាតិមួយផ្សេងទៀតក៏ទីពឹងបុណ្យបើអញ្ចឹងត្រូវខំប្រឹងស្រឡាញ់សេចក្តីល្អធ្វើបុណ្យនិងសំកុសលទាំងអស់គ្នាណាញោមណាសូមអនុមោទនាហើយកុំនឹងតែធ្វើការងាររោងចក្របាត់អាខ្លួនឯងមិនរៀនហើយទៅឲ្យកូនឯងទៅធ្វើខ្ញុំគេទៀតអាហ្នឹងអត់កើតទេញោមមើលមកមុននិយាយធម៌មកនិយាយរឿងហ្នឹងម៉ាត់មកចេះអាណិតញាតិញោមមកប្រឹងនិយាយបញ្ចូលម៉ាត់ទៅមកពីស្រឡាញ់ហើយបានប្រឹងប្រាប់
ចង់បញ្ជាក់ថាបើខ្លួនយើងមិនបានរៀនសូត្រហើយកុំឲ្យកូនយើងល្ងងដូចយើងខំប្រឹងលើកទឹកចិត្តកូនយើងឲ្យរៀនសូត្រចប់ចង់ចប់ដើមកូនប្រុសដោយឲ្យទៅបានត្រឹមបរិញ្ញាបត្របើកូនស្រីទៀបបំផុតឲ្យបានត្រឹមបាក់ឌុបដែរតែកាលណាគាត់មានចំណេះចេះដឹងក្នុងខ្លួនទៅគាត់ឃើញអញ្ចឹងអីគាត់ចេះពិចារណាបែងចែករកខុសរកត្រូវឈើចុកបកាច់ប្រកាន់អត់មានតែឲ្យលោកដើរជន់ទេនាំមានតែពេទ្យទៅឆ្លោះទៅថតមើលវាស្អីគេក្នុងហ្នឹងហ្នឹងវាមានរឿងអីវាបញ្ហាអីសុខភាពសម័យនេះហើយនឹងយើងកុំឲ្យណោប្រើរបៀបរបបដែលយើងធ្លាប់មានពីមុនមកយកមកអនុវត្តនៅដំណើរជីវិតដែលយើងរស់នៅក្នុងសម័យបច្ចុប្បន្នដែលគេដើរដល់ណាដល់ណីហើយយើងទាំងអស់គ្នាក៏បីសិក្សាស្វែងយល់ខ្លួនយើងទាំងអស់គ្នាហើយតើទៅពេទ្យមិនតាន់ជំងឺខ្លះអាចស្លាប់ស្ដាយអាយុជីវិតស្ដាយម្ដាយស្ដាយឪពុករបស់យើងរស់នៅដោយការពិចារណាណែអាហ្នឹងឯងដែលព្រះអង្គសម្ដែងអំពីចរិត6យ៉ាងអាត្មានេះកាត់នៅមេងអត់ដឹងអីដែរដូចតែញោមអញ្ចឹងហ្នឹងហើយចិត្តតែដឹងអីនៅមេងកាត់ទៅបួសហើយអាយុ2-10ឆ្នាំញោមអាយុ2-10ឆ្នាំនោះចុកស្រាប់តែឆាន់ស្អីគេទៅដូចជាឆាន់ខ្វិតក៏មិនដឹងឆាន់ផ្លែថ្កូវក៏មិនដឹងដែរនិយាយស្គាល់ផ្លែថ្កូវហ៎ដូចផ្លែសាវម៉ាវអញ្ចឹងហើយប៉ុន្តែគ្រាន់ថាវាជូរខាងក្រៅវាចត់ផ្អែមខាងក្នុងហ្នឹងហើយចត់មានជូរអាត្មាថាផ្លែដែលមានរសជាតិគ្រប់មុខគឺផ្លែថ្កូវហ្នឹងវាមានស្កូវហ្នឹងថ្កូវស្រុកម៉ាគេហៅថ្កូវវាមានចត់មានជូរមានផ្អែមហ្នឹងគ្រប់រសជាតិនៅក្នុងផ្លែមួយហ្នឹងណាហ្នឹងអាខាងក្រៅជូរទៅអាខាងក្នុងនោះមានចត់មានផ្អែមនៅក្នុងហ្នឹងហើយដូចជាមានរសជាតិអីមួយយ៉ាងផ្សេងទៀតហ្នឹងគឺផ្លែហ្នឹងមានគ្រប់រសជាតិមកផ្លែមួយហ្នឹងហើយដល់ពេលឆាន់ទៅវាចុកដល់ចុកបកាច់បកិនលេងតាចាប់ដៃចាប់ជើងឯងយកអាតាមួយគេរៀនគ្រូរៀនក្រុងសម្រិតទៅគេចាប់ឲ្យយាយតាលោកនេះចាប់ជើងឯងហើយទាញស្បង់ចេញហើយគេដុតមើលញោមណាខ្លះធ្លាប់អាចារ្យទៅមើលគ្រូខ្មែរហើយគេដុតសងខាងចង្កេះនេះមកទល់ផ្លែសពថ្ងៃផ្លែប៉ិនមេដៃសងខាងនោះគាត់ដុតឯងទៅរស់ហ្មងយកអាភ្លើងធូបគេមកផ្លុំអុចអាធូបមួយដៃហ្នឹងគេសោកតែផ្លុំភីចឹងអុចជ្រួចចឹងនៅអាលុតគេដុតទៀតផ្លុំអុចជ្រួចទៅមួយដៃហ្នឹងណាអុចឯងដល់អាលួយសងខាងហ្នឹងមកខាង2ដុំមកទល់ឲ្យសំថ្ងៃនៅអាស្នាមហ្នឹងហើយដល់ពេលអាត្មាធំឡើងមកទល់ថ្ងៃហ្នឹងមកចិត្តតែគិតថាអូណយជីវិតដែរតែជួនកាលពោះវៀនវាដោះខ្នែងជួនកាលវាទាស់ចំណៃជួនកាលទៅកាពះហ្នឹងវាមិនល្អហ្នឹងហើយយើងនេះវាមកអត់គិតទៅដល់រឿងហ្នឹងក៏ទៅគិតស្អីណានាំនៅយកភ្លើងមកដុតគ្នាទាំងរស់ហ្នឹងហើយតម្រាំតាជាហ្នឹងអាលួយរាប់ខែនៅហ្នឹងពិចារណាមើលអាហ្នឹងឲ្យសិតតែយើងនាំគ្នាប្រើជីវិតយើងដើរទៅនៅក្នុងផ្លូវខុសnên chẳng ban của ông sầm đai nhầm pi chả rắt của mùi giang rồi bỏ mình nút tay miên bẹt sầm má sam put của ông sầm đai nhầm pi chả rắt của mùi giang hay khác mình do phượng do một đốt đi đôi nẹt khác đau luôn nho nhẹ nắng kia từ do từ tân ngày mà thèm tật đô mày phát ấy dày gọi là từ tân ngày vậy mười nhôm na cao toan là chỉ non bộ quạt nó sệt đắng à xây cái từ tân ngày nhôm khác thì do chỉ lên do mà lên mỗi tật đô nó đôi cái chợ đây nó xa bộ phát từ tầng ngày khác chỉ lên đó khác từ tầng ngày tôi lô ơi lô hay chỗ chắc cũng nứt tranh Việt Nam mà má thả nét nom cái bố bị chết Việt Nam mà ba chỉ lên đây tật đô đấy khải lô tha về chui ở tại chết ba từ tầng ngày nè nhưng mà có tầng ngày tới cái vùng hậu bài đó nè mấy ba bà hay Oscar lên là tầng ngày thèm mỗi tật đô cái tờ hộ bỏ Hà Nam tật tầng ngày một quả pan co đây một cái đọt cầm lao thì giờ mà đã tật đô mà phát cái cô nó ngạt mà thà lục ai đọc pe thông đăng cái đây tao bản đăng thà lục ơi kịch tới chả men pan này ruộng bạc quạt men pan men ruộng này xa tật tầng ngày đây mới thấu ruộng bó á đó là chỉ vật năng ơi bàn cái ao dương riêng tre ri cha là na ro khai ro phal mà lâu dương rương từ tăng ngày nó bài ma kết luôn ma kết che kết tha mà nơi chuyện non tám cứ dừng hô slắc chơ hô sầm bọ chơ hô play chơ
ដល់ពេលតាខ្លះប្រហែលជាគាត់ជាប់នៅក្នុងព្រៃវែងអញ្ចឹងទៅគាត់ហូបអាសបកឈើខ្លះស្លឹកឈើខ្លះគាត់ចេះតែហូបលាយចូលគ្នាទៅដល់ពេលមានអាណាមួយដូចថាដូចសัตว์ក៏ដោយអីក៏ដោយគាត់បត់ជើងទៅស្រាប់អាសัตว์ហ្នឹងវាស៊ីទៅស្រាប់វាតកោកាច់អីវាទៅស៊ីអារបស់គាត់ហ្នឹងទៅស្រាប់ជាឬក៏ណែវាអាម៉េចទៅសាច់ណែហូបរបស់គាត់វាទៅជាតិចខ្លួនអញ្ចឹងទៅដោយសារគាត់ហូបអាសបកឈើផ្លែឈើអីអញ្ចឹងហើយអាមនុស្សឥឡូវមានហូបផ្លែឈើហូបសបកឈើព្រៃណានេះវាហូបសាគីមីនោះហើយចេះនាំគ្នាអោជីវិតហើយជីវិតដូចមិញមកឃើញមកចេះកវីតែប្រកែកលោកហើយមិនក៏មកឲ្យលោកជន់នឹងវារឿងស្អីនឹងឲ្យជន់ផងគុកផងលោកនេះហាប្រសក់ក្បែរនឹងចេះអង្គុយសាពះទៅសង្វេចឥឡូវយើងនិយាយរឿងយើងនេះវត្តអីគេទេមិនមកភ្លេចឈ្មោះវត្តមានព្រះអង្គឈរវត្តជ្រឹងលងជ្រឹងវត្តហ្នឹងបែបញោមដឹងហើយមិនស្រួលមានលោកអ្នកព្យាបាលជំងឺអញ្ចឹងបាទអញ្ចឹងឃើញជន់ផងគុកផងលោកហើយអាហ្នឹងអីតែអាត្មានិយាយទៅបើលោកលឺលោកអញ្ចឹងលោកខឹងអាត្មាចង់ងប់ជប់ព្រះលោកថាអាត្មាជួនកាលនិយាយតាមព្រះហ្មងអត់ខ្លាចលោកខឹងហើយនិយាយតាមធម៌ព្រះព្រះអង្គលោកថាភិក្ខុដែលតាំងខ្លួនឯងជាគ្រូពេទ្យតាំងខ្លួនឯងជាអ្នកស្រោចទឹកតាំងខ្លួនឯងជាម៉តាំងខ្លួនឯងជាអីហ្នឹងអាចារ្យបើធ្លាប់រៀនបល័យរៀនអីព្រះលោកថាលោកអញ្ចឹងព្រះលោកឲ្យឈ្មោះថាម៉េចព្រះលោកហៅភិក្ខុអង្គហ្នឹងថាមហាចៅញោមក្នុងវិន័យបៃដកណាលោកហៅថាមហាចៅមិនធម្មតាទេណាពាក្យព្រះណាហ្នឹងខ្លួនឯងជាសង្ឃមិននាំមិនព្រមរៀនធម៌ធ្វើខ្លួនឯងឲ្យល្អបរិសុទ្ធហើយទៅបង្រៀនបរិស័ទឲ្យបរិសុទ្ធទេឲ្យនាំបរិស័ទឲ្យដើរក្នុងផ្លូវត្រូវទេទៅនាំបរិស័ទឲ្យដើរក្នុងផ្លូវខុសវង្វេងគ្នានឹងទៀតចឹងព្រះលោកហៅថាមហាចៅហើយដែរបានហៅថាមហាចៅថាមកពីខ្លួនឯងក្រងសម្ពុតការស័យភ័ព្វឲ្យខ្លួនឯងទៅតាំងខ្លួនឯងទៅជាបុគ្គលទៅជាព្រាហ្មណ៍ហ្នឹងទៅជាម៉ទៅជាគ្រូប៉ុន្តែអាត្មាមិនបដិសេធទេឧបមាថាលោកផ្សំថ្នាំខ្មែរលោកចេះផ្សំថ្នាំខ្មែរអីលោកផ្សំឲ្យគេផឹកគេជាទៅអាហ្នឹងបានបុណ្យបានកុសលដែរប៉ុន្តែនៅតែខុសធម៌ព្រះនឹងព្រះលោកអត់មានឲ្យភិក្ខុសង្ឃទៅតាំងខ្លួនឯងចឹងកើតទេគឺយើងភិក្ខុសង្ឃមានតួនាទីតែមួយគត់គឺបួសឲ្យប្រឹងរៀនសូត្ររៀនធម៌អាសិក្ខាវិន័យចេះចាំឲ្យធ្វើខ្លួនឯងឲ្យល្អបរិសុទ្ធជាគំរូគេក្រោយពីធ្វើខ្លួនឯងល្អបរិសុទ្ធហើយរៀនសូត្រចេះដឹងហើយយកអាចំណេះដឹងហ្នឹងមកផ្សព្វផ្សាយដល់បរិស័ទហើយនាំបរិស័ទឲ្យដើរទៅនៅក្នុងផ្លូវត្រូវគឺតាមកន្លងព្រះតួនាទីភិក្ខុគឺតែប៉ុណ្្នឹងនឹងអត់មានតួនាទីអីក្រៅពីនឹងទៀតទេគឺប្រឹងរៀនប្រឹងប្រតិបត្តិធម៌ហើយញ៉ាំងបរិស័ទឲ្យដើរតាមកន្លងធម៌តែប៉ុណ្្នឹងមកពីយើងចេះតែដើរក្នុងផ្លូវផ្សេងគ្នាចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីមនុស្សយើងមានចរិត6ចូលគោលធម៌យើងហ្មងចរិត6យ៉ាងហ្នឹងតែងមានចំពោះមនុស្សគ្រប់រូបហើយញោមចាំស្ដាប់មើលតើយើងទាំងអស់គ្នាចូលទៅនៅក្នុងចរិតមួយណាព្រះថាចរិត6ហ្នឹងគឺដឹងតែមានណាក្នុងខ្លួនយើងណាគ្រប់តែគ្នាហ្នឹងបើគ្រាន់ថាអ្នកខ្លះមាន2អ្នកខ្លះមាន3អាខ្លះមាន4អាខ្លះមាន1អាខ្លះអត់មានប៉ិនមិនជឿថាអត់ទេគឺដឹងតែមានតែព្រះសម្ដែងគឺដឹងតែមានគ្រប់គ្នាប៉ិនញោមចាំស្ដាប់មើលតើយើងទាំងអស់គ្នាចូលទៅនៅក្នុងចរិតមួយណាព្រះសម្ដែងថាទី1គឺទោសាចរិតទី2គឺមោហាចរិតទី3រាគចរិតទី4វិតកចរិតទី5សទ្ធាចរិតហើយទី6ពុទ្ធចរិតអាចរិត6ហ្នឹងតើមានន័យអ្មិចយើងស្ដាប់អត្តន័យបានយើងដឹងថាតើយើងស្ថិតនៅក្នុងចរិតមួយណាទី1ទោសាចរិតព្រះសម្ដែងថាមនុស្សខ្លះតាំងពីកើតដឹងក្តីមកគឺយកអាកំហឹងនិងក្តាប់ភាពក្តៅកាហាយហ្នឹងមកជាមួយមកអាកូនខ្លះវាតំកើតមកវាអត់ទាន់ចេះខឹងមែនប៉ុន្តែវាធ្វើឲ្យម៉ែឲ្យវានឹងនៅមិនសុខមកអាថ្ងៃកើតហ្នឹងគេកើត9ខែ10ថ្ងៃអានោះកើតដល់10ខែពេញបានបញ្ចេញហើយពេលចេញមកហើយវារលរឿងម៉ែឲ្យវាមិនឲ្យដេកមិនឲ្យពួនអាម៉ោង2យប់ឯងវានៅអាចដាក់សពុតម៉ែវាឲ្យងើបតាំងកណ្ដាលយប់ទៀតវារលរឿងម៉ែវាតាំងពីថ្ងៃកើតរហូតដល់កើតមករហូតដល់ធំដឹងក្តីមកវាជេរវាឆ្លោះវាទាស់ម៉ែឲ្យវានឹងដល់ពេលការប្រពន្ធបែកផ្ទះហើយនឹងអាប្រពន្ធក៏នៅជាមួយមិនសុខដែរគាត់ណាបើកភ្នែកឡើងប្រពន្ធកូនអត់តាន់បានស៊ីបាយស្ផឹកទឹកអីទេអានោះលាបក្រែមឲ្យតាំងព្រឹកត្រូវដៃលាបក្រែមដៃទៅត្រូវជើងលាបក្រែមជើងទៅអាមកពីធ្វើការវិញអារឿងមិនត្រូវខឹងក៏អាហ្នឹងវាខឹងកើតបោកចានបោកឆ្នាំងមួម៉ៅក្តៅកាហាយររឿងគេឯងព្រឹកល្ងាចញោមជឿថាមានអាមនុស្សចឹងឯងញោមមានទេមានអញ្ចឹងបាទព្រះលោកថាមានហើយចោះយើងនឹងចូលអាហ្នឹងខ្លះដែរអត់ទេរាល់ថ្ងៃតាមានចូលអាហ្នឹងខ្លះដែរអត់មានចូលដែរអញ្ចឹងមានណាញោមឃើញមានទេព្រះថាអា6ហ្នឹងដឹងតែមានណាបើគ្រាន់អ្នកខ្លះមានតិចអ្នកខ្លះមានច្រើនណាខ្លះមាន3ដល់ខ្លះមាន2ដល់ខ្លះមាន1ដល់ខ្លះមានតាំង6ហ្នឹងក៏មានដែរខ្លះ
ទីមួយតោសាចរិតមនុស្សខ្លះអាខឹងយូរម្ដងគេមិនហៅទៅតោសាចរិតទេអាចជាប្រកក្តីណាព្រះអង្គសម្ដែងទៅតោសាចរិតបុគ្គលនឹងមានចរិតលក្ខណៈតោសៈកោកាយជាប្រកក្តីមកពាក្យថាជាប្រកក្តីមានន័យថាវាកើតឡើងជានិច្ចកាលដូចអានិយាយមិនគ្រាន់តែបើកភ្នែកឡើងប្រពន្ធមិនទាន់បានបាយផងលាបក្រែមឲ្យគ្នានឹងព្រឹកហ្នឹងណាអញ្ចឹងមានន័យថាអាចចរិតខឹងក្រោតមួម៉ៅក្តៅកាហាយរោរឿងគេឯងហ្នឹងគឺជាលក្ខណៈជាប្រកក្តីពាក្យថាប្រកក្តីមានតែវាកើតឡើងរាល់ថ្ងៃមិនមែនដូចយើងមួយឆ្នាំឲ្យបានយើងខឹងម្ដងអាហ្នឹងគេមិនហៅតតោសាចរិតទេអាហ្នឹងគេហៅតតោសៈចិត្តធម្មតាប៉ុន្តែពាក្យថាតោសាចរិតគឺមានន័យថាវាជាចរិតលក្ខណៈរបស់បុគ្គលហ្នឹងគឺកើតឡើងជាប្រកក្តីហ្មងដល់មួយទៀតព្រះសម្ដែងថាមោហាចរិតអាមិញហ្នឹងមានន័យថាចរិតលក្ខណៈបុគ្គលហ្នឹងចូលចិត្តអាខឹងក្រោតជាប្រកក្តីអាក្តៅកាហាយមួម៉ៅរោរឿងវាយដប់ទាត់ធាក់ជាបចោចំណែកច័ន្ទឈ្នាននេះខឹងតក់គេព្រឹកល្ងាចអាហ្នឹងជាប្រកក្តីមានមនុស្សខ្លះចឹងដល់អាទី2ព្រះថាមោហាចរិតវាមានអាមនុស្សខ្លះគឺវែងអត់ដឹងខុសដឹងត្រូវមកនោះតាំងពីកើតមកម៉ែធំដឹងក្តីអាម៉ែមិនស្គាល់ម៉ែអាពេលកើតមកហ្នឹងនិយាយពីឪឲ្យម៉ែនេះបោះអែលថើបបាតដៃថើបបាតជើងជក់ផ្ពាល់នឹងថើបតាំងពីចុងជើងដល់ចុងសក់ដល់ពេលវាធំឡើងវាយកអាបាតជើងម៉ែថើបវាហ្នឹងទៅទះម៉ែឯងវិញទៅទាត់ម៉ែឯងវិញអាមាត់ម៉ែបង្រៀនឲ្យនិយាយបាតចាស់ព្រោះអាហ្នឹងយកទៅជេរបចោម៉ែឯងវិញអាភ្នែកម៉ែប្រាប់ឲ្យរៀនមើលអក្សរអាហ្នឹងមិនមើលអក្សរដល់ធំឡើងសម្លក់សម្លឹងដាក់តែម៉ែឯងវិញហ្នឹងអាហ្នឹងគេហៅថាមោហាចរិតបុគ្គលនឹងមានលក្ខណៈជាប្រកក្តីគឺវង្វេងអត់ដឹងខុសដឹងត្រូវមិនស្គាល់អាណាម៉ែមិនស្គាល់អាណាឪមិនដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងចាស់ដឹងទុំដឹងវត្តដឹងវាដឹងលោកយើងយាយដឹងតាដឹងអ្នកណាមិនស្គាល់ខុសត្រូវគ្រូបាអាចារ្យគឺអរមិលគុណមិនស្គាល់ខុសត្រូវមិនដឹងគុណទោសម៉ែចែកស្រែឲ្យម្នាក់មួយគ្រាន់តែឲ្យស្រីពៅ2សោះក៏លើសស្រីពៅលើសតែមកអំពកមេគោមីពពាលមួយសោះកាត់កាលម៉ែឯងចោលទៀតហ្នឹងញោមមានទេមានអាមនុស្សចឹងឯងញោមមានទេមានអញ្ចឹងព្រះអង្គថាមនុស្សខ្លះមានលក្ខណៈមោហាចរិតជាប្រកក្តីអំវែងអត់ដឹងខុសដឹងត្រូវដឹងគុណដឹងទោសហ្នឹងក៏មានមនុស្សអញ្ចឹងដែរហ្នឹងអញ្ចឹងទី2បើយើងនៅនេះបែបមិនអញ្ចឹងទេទាំងអស់គ្នាណាញោមណាអាហ្នឹងបែបមិនមានទេណាទី3រាគៈចរិតព្រះថាមនុស្សខ្លះមានចរិតលក្ខណៈត្រេកត្រអាលគឺរាគៈហ្នឹងមានន័យថាដំរេកមនុស្សខ្លះវាត្រេកត្រអាលអត់ចេះឆ្អែតមកត្រេកត្រអាលនឹងចង់មានត្រេកត្រអាលចង់បានត្រេកត្រអាលចង់មានយសចង់មានទ្រព្យចង់មានប្រពន្ធច្រើនចង់មានផ្ទះធំចង់មានឡានច្រើនហើយអាចចង់បានដោយរាគៈហ្នឹងមិនមែនចង់បានដោយសមាជីវោទេមិនមែនចង់បានដោយសមាកម្មន្តោទេអង្គធម៌បានដោយរាគៈបានដោយតម្រេកនេះគឺមានន័យថាវាបានដោយខុសបើថាបានប្រពន្ធទៅប្លន់ប្រពន្ធគេអញ្ចឹងទៅចាប់កូនគេមកអញ្ចឹងទៅហើយបើថាបានទ្រព្យគឺអាទ្រព្យហ្នឹងដោយសារលួចប្លន់គេអញ្ចឹងមកហើយបើបានយសហ្នឹងបានដោយសារទិញអញ្ចឹងមកបានដោយសារកັບកេងប្រវាញ់បានដោយសារវិធីផ្សេងក្រៅអំពីសមាអាជីវោសមាកម្មន្តោអញ្ចឹងបុគ្គលខ្លះមានលក្ខណៈរាគៈចរិតហ្នឹងតាំងពីជាប្រកក្តីមកដូចយាយខ្លះចឹងគេទៅស្ដាប់ធម៌ចាស់ហើយគេអាយុ80គេនាំគ្នាទៅវត្តទៅស្ដាប់ធម៌កាន់ស្រាក់ទៅសុំសិលឯង80ហើយនៅតែអង្គុយចាស់ផ្ទះគេអត់នៅផ្ទះឯងអង្គុយអង្កលទៅលបងធៀងដងអាពីមុនមកលបងធៀងដងឯដើមមហុងខ្វងយាយខ្លះអង្គុយអង្កលទៅលបងគេហ្នឹងមិនលបងថ្មដូចយើងឥឡូវអីពីមុនដាក់តាធៀងដងដាក់តាមេចស័យអីហ្នឹងដល់ពេលម្ចាស់ផ្ទះខាងហ្នឹងគេអត់នៅបែរផ្ទះហ្នឹងចេះអង្គុយអង្កលទៅលបងគេណាវាមានអាមនុស្សខ្លះចឹងដំរេកត្រេកតាអាលចង់បានអាយើងតូចយើងចង់បានតូចអាអ្នកធំចង់បានធំអុកញ៉ាខ្លះដីរាប់រយកន្លែងនៅមិនឆ្អែតមកយករបស់យាយបាយចាននេះមកអំពកទៀតឲ្យយាយនឹងទឹកភ្នែកទៀតមកប្លន់របស់គ្នានេះទៀតអាហ្នឹងឯងគេហៅថាបុគ្គលនឹងមានលក្ខណៈប្រកក្តីជាតិដំរេកត្រេកតាអាលគ្មានទីបញ្ចប់ហ្នឹងគ្មានការអត់សង្កត់ហ្នឹងគ្មានការពិចារណាគ្មានសតិរលឹកដឹងអំពីបុណ្យបាបគុណទោសអីទេហ្នឹងជាប្រកក្តីគឺតែងត្រេកតាអាលឃើញអីចង់បានហ្នឹងឃើញអីប្រាថ្នាហ្នឹងគឺបានមកដោយមិនត្រឹមត្រូវយ៉ាងម៉េចក៏នៅតែប្រាថ្នាដែរអាហ្នឹងដែលគេហៅថារាគៈចរិតជាប្រកក្តីហើយបានមកដោយមិនមែនបានដោយសមាជីវោសមាកម្មន្តោយើងចាំប៉ុណ្ណឹងខ្លីៗអាមួយទៀតព្រះថាវិតកចរិតមនុស្សខ្លះមានចរិតលក្ខណៈជាប្រកក្តីមុនពេលធ្វើអីមុនពេលដើរមុនពេលដេកមុនពេលធ្វើអ្វីក្នុងអរិយាបថទាំង4ហ្នឹងគឺប្រកបដោយការគិតត្រិះរិះពិចារណាឧបមាតែចង់ទិញម៉ូតូមួយមនុស្សហ្នឹងគិតបាត់ប្រពន្ធតែឯងខ្ញុំចង់ទិញម៉ូតូមួយចឹងប្តីនេះគិតមនុស្សដែលមានវិតកចរិតគិត
ឯងទិញម៉ូតូមកឯងយកមកធ្វើអីហេគ្រាន់ជិះទៅស៊ីកាគេអា012 022ឲ្យគេថាយើងលយកុំឲ្យគេថាយើងក្រអញ្ចឹងប្តីគិតផ្លេតដូចមិនត្រឹមត្រូវទេឯងណ៎បើយើងយកលុយហ្នឹងបើបង្កើតមុខរបរមករកស៊ីអីវិញឲ្យបង្កើតលុយវិញវាមានប្រយោជន៍ជាងគិតហើយគ្រប់សពបែបយ៉ាងបើឯងទិញម៉ូតូយកមកຕົកចោលចាក់សាំងម៉ូតូខូចបងពុនហ្នឹងណ៎វាត្រូវរឿងច្រើនដែលយើងត្រូវចំណាយមិនគប្បីអាមនុស្សវិតកចរិតហ្នឹងមានន័យថាមុនពេលធ្វើស្អីនិយាយឲ្យងាយស្លាប់គឺប្រកបដោយការគិតត្រេះរេះពិចារណារកហេតុរកផលឡើងល្អិតគ្រប់ជ្រុងគ្រប់ជ្រោយទាំងអស់មុននឹងធ្វើអីមួយមានមនុស្សខ្លះចឹងមែនទេញោមមានមនុស្សខ្លះចូលចិត្តមុនធ្វើអីគិតវែងគិតឆ្ងាយគិតគ្រប់ជ្រុងទាំងអស់បានមុនគាត់សម្រេចចិត្តធ្វើអីមួយមានមនុស្សខ្លះចឹងហ៎មានវាមានមកព្រះលោកសំដែងហ្នឹងមុនពេលសម្រេចចិត្តធ្វើអ្វីមួយគឺប្រកបព្រមដោយការគិតត្រេះរេះពិចារណារកហេតុរកផលល្អិតល្អន់ណែអាត្មាចង់និយាយរឿងធម៌6ហ្នឹងដោយសារតែរឿងឃើញមិញហ្នឹងមនុស្សដែលមានវិតកចរិតគេអត់ទៅជឿចឹងទេគេគិតណាគេរកហេតុរកផលឲ្យវាមានហេតុមានផលត្រឹមត្រូវដោយព្រះលោកសំដែងប្រោះពួកព្រាហ្មណ៍អញ្ចឹងណាពួកព្រាហ្មណ៍ចង់ឡើងថាគេមិនមែនមកធ្វើបន់ដូចយើងទេគេមិនមែនមកឲ្យទានមិនមែនមករក្សាសិលដូចយើងទេពួកព្រាហ្មណ៍គេចង់ឡើងឋានសួគ៌គេធ្វើម៉េចញោមសាសនាព្រាហ្មណ៍នៅឥណ្ឌាគេដល់ពេលមួយឆ្នាំម្ដងអញ្ចឹងគេមានកម្មវិធីគេធំមួយស្ដេចក្រាញ់ឬមេព្រាហ្មណ៍មេបាក់មេស្មោមគេហ្នឹងគេណមេខាងព្រាហ្មណ៍គេហ្នឹងអាចារ្យធំរបស់គេហ្នឹងតែងនាំបរិស័ទគេមករាប់ពាន់អ្នកចឹងមកហើយមានពេជ្ជឃាតនឹងប្រហែលជាបើថាប្រពែ500គេយកពេជ្ជឃាតនឹងមក500អ្នកមកហើយគេសំលៀងកបាត់នឹងឲ្យស្អាតឲ្យមុតល្អទៅហើយគេឈរពីក្រោយខ្នងប្រពែហ្នឹងគេចងកប្រពែហ្នឹងជាប់នឹងក្តោងមួយទៅក្តារមួយទៅហើយគេប្រពកម្មវិធីគេហើយគេស្រែកតាជ័យខុសរបស់គេ1 2 3ស្គរគេវាយឡើងភុងហើយគឺពេជ្ជឃាតហ្នឹងគេក៏វែងដាវ3ជុំហើយគេវត្តឲ្យដាច់កកបីហ្នឹងកុំឲ្យវាដាច់នៅគឺថាម៉ាំងឲ្យដាច់ធ្លាក់ដល់ដីបានសត្វហ្នឹងឡើងឋានសួគ៌ហើយបើថាម៉ាំងទៅដាច់តពាក់កដាលក្បាលនៅជាប់កគេថាសត្វហ្នឹងមានកម្មហើយអត់អាចឡើងឋានសួគ៌ទេតកាប់ម៉ាំងដាច់ក្បាលធ្លាក់ដល់ដីមកបាទសត្វហ្នឹងអ្នកមានបុណ្យហើយដល់ពេលម៉ាំងដល់ពេលវាយស្គរតងកងខ្មោះមើងទៅទូងទាំងទៅគេកាត់ក្បាលប្រពែ500នោះដាច់ទាំងអស់ធ្លាក់ដល់ដីទៅគេហូគេសបាយគេរាំគេផឹកគេស៊ីអញ្ចឹងទៅគេជឿថាយើងថ្ងៃហ្នឹងបានធ្វើបន់ធំណាស់ដោយបានបញ្ជូនសត្វតិរិឆានឲ្យគ្នារួចពីសត្វតិរិឆានឲ្យបានឡើងឋានសួគ៌គេមានជំនឿថាយើងនាំគ្នាសម្លាប់គ្នាជាតិរិឆានហ្នឹងកុំឲ្យវានៅប្របែកជាតិរិឆានឲ្យវាឆាប់ស្លាប់ទៅដើម្បីឆាប់បានឡើងឋានសួគ៌អាហ្នឹងជាការធ្វើបន់របស់គេបានពេលមួយព្រះសម្មាសម្ពុទ្ធមកចូលនិយាយរឿងហ្នឹងអាចជំនឿដែលមិនមានការពិចារណាណាដែលខ្វះវិតកៈណាព្រះសម្មាសម្ពុទ្ធពេលមួយមានតាព្រាហ្មណ៍ចាស់ម្នាក់ត្រូវពួកព្រាហ្មណ៍ហ្នឹងគេប្រមូលគោរបស់គាត់យកទៅបូជាយ៉ាញ់ហ្នឹងដែរដោយសារប្រពែវាអត់គ្រប់500ក្បាលអញ្ចឹងសុំសិទ្ធពីព្រះជាដើរចាប់គោដាក់ស្រុកមកញោមចាប់ឆៅមកអត់តែគេសុំសិទ្ធពីស្ដេចហើយមានអាណាហ៊ានតបគេដើរចាប់តាមផ្ទះយកអញ្ចឹងមកមិនបាច់សុំម្ចាស់ផ្ទះទេគឺដើរចាប់មកគេសុំអំណាចពីស្ដេចហើយអញ្ចឹងគេដើរចាប់មកហ្នឹងឧបមាថារាប់យើងចង់ធ្វើផ្លូវជាសាធារណៈឬប្ររពកម្មវិធីស្អីមួយបើថាគេហ្មងតែធ្វើអីមួយគឺគេមិនចាំបាច់បងជាសំណងឯងបើថាផ្លូវនឹងប៉ះផ្ទះយើងគេឈូទាំងផ្ទះយើងតែបើផ្ទះនឹងវានៅក្នុងដីកម្មសិទ្ធិរបស់យើងវាមានសំណងឲ្យយើងបើអានោះអត់ទេឥឡូវមានសំណងបើពីមុនមានតែគេសុំសិទ្ធពីស្ដេចគេដើរចង់បានស្អីគេប្រមូលពីអ្នកហ្នឹងទៅចឹងតានេះមានគោតែពីរគាត់សម្រាប់ដឹកអីវ៉ាន់គាត់ដើរលក់ដូររស៊ីហើយដល់គេយកគោគាត់ទៅគាត់មិនដឹងរស់របៀបម៉េចបើមួយថ្ងៃគាត់រស់ដោយសារគោហ្នឹងសម្រាប់ដុបលក់អីវ៉ាន់លក់អីដឹកអាទេសគោហ្នឹងដើរលក់អីវ៉ាន់គ្រប់ភូមិគ្រប់ស្រុកហើយដល់គេចាប់គោគាត់វាមិនដឹងរស់របៀបម៉េចអញ្ចឹងមិនដឹងទៅប្តឹងអ្នកណាបើស្ដេចអនុញ្ញាតឲ្យគេហើយមានតែទទួលព្រះដល់ទូលព្រះរៀបរាប់សពគ្រប់ទៅយំហេតុមហេតុព្រះអង្គហើយខ្ញុំព្រះអង្គរស់រាល់ថ្ងៃនេះដោយសារតគោពីរហ្នឹងហើយឥឡូវនេះគេសុំសិទ្ធពីស្ដេចខ្ញុំព្រះអង្គមិនដឹងតែទៅប្តឹងអ្នកណាព្រះអង្គហើយព្រះអង្គជីវិតខ្ញុំព្រះអង្គបើគ្មានគោពីរហ្នឹងទេខ្ញុំព្រះអង្គដូចដាច់ដៃដាច់ជើងអញ្ចឹងមិនដឹងតែរស់ស៊ីចិញ្ចឹមជីវិតដោយរបៀបណាយាយតាខ្ញុំកណាចាស់ពីរអ្នកប្តីប្រពន្ធនេះចឹងព្រះសម្មាសម្ពុទ្ធថាមិនអីទេព្រាហ្មណ៍ចាំតថាគតទៅសាមើក្រែងររំដោះសัตว์របស់ព្រាហ្មណ៍មកវិញបានចឹងព្រះសម្មាសម្ពុទ្ធក្រងស្បង់ជីវរជាបរិមណ្ឌលសម្ដែងបដិហាទៅជាមួយសារីបុត្រនិងព្រះអនន្តប្រមោគលានសម្ដែងបដិហាហោះវិនទៅដល់កន្លែងព្រាហ្មណ៍គេកំពុងប្រពកម្មវិធីញោមមកនិយាយពីពួកអពេជ្ជឃាតគេអាអ្នកកាប់ក្បាលហ្នឹងណាមៀតគេធំគេចងខ្សែតីក្រហមដៃស្ដាំដៃស្វែងហ្នឹងអាកន្លែងកដៃហ្នឹងគេចងអាកន្លែងកលាក់ដៃយើងហ្នឹងកពួនតា
កដៃយកគេចងខ្សែក្រហមមួយម្នាក់ទៅឲ្យកវត្តគេអសស្ងាច់ប៉ុណ្ណាណីពងតែឈរតម្រង់ជួរគ្នាជាមួយគោជាមួយប្រពែ500ក្បាលគេមហងនឹងរៀបចំកម្មវិធីកាត់ក្បាលសត្វដើម្បីបូជាយ៉ាញ់ឲ្យសត្វឡើងឋានសួគ៌ហ្នឹងឯងព្រះសម្មាសម្ពុទ្ធទៅដល់ស្រាប់អាព្រាមមេគេអង្គុយលើអាសនៈខ្ពស់ដោយថាបរិស័ទគេនៅក្រោមអាមេគេនៅលើចឹងស្រាប់តែគេកលេចឃើញព្រះគេឲ្យកូនចៅគេទៅដេញព្រះណាវើយអាបាឲ្យនាំគ្នាទៅដេញសមណៈចេញកន្លែងនេះមិនមែនកន្លែងសម្រាប់សមណៈឯងទៅដេញសមណៈចេញចឹងគេកូនចៅគេ10 20នាក់រត់ទៅដេញមិនទាន់បានដេញផងគាត់ណារត់ទៅដល់ក្បែរព្រះលោកប្រើរិទ្ធប្រមោកលៀនប្រើរិទ្ធឲ្យអ្នកទាំងអស់នឹងខ្ទាតចេញទាំងអស់ហាក់ឧបមាហាក់បីដូចជាធូលីអាពេលខ្យល់គួចឲ្យបក់ធូលីចេញទៅយ៉ាងណាគឺអ្នកទាំងអស់ហ្នឹងរត់មិនទាន់ដល់ព្រះផងត្រូវខ្ទាតចេញមកខាងទាំងអស់ព្រាហ្មណ៍គ្រាន់តែឃើញអំណាចព្រះសម្មាសម្ពុទ្ធចឹងចាប់ផ្ដើមតក់ស្លុតចុះសមណៈនេះមកពីណាក៏ប្រកែខ្លាំងខ្លាអស់ចាម្លេះចុះញោមហើយប្រមោកលៀនអីញោមអេតតកៈខាងរិទ្ធចង់ឲ្យមេឃភ្លៀង7ថ្ងៃជាប់គ្នាក៏បានចង់ឲ្យមេឃបាត់ថ្ងៃបើកថ្ងៃ7យប់ជាប់គ្នាក៏បានមិនបើកថ្ងៃ7យប់ជាប់គ្នាក៏បានអស់ចាណាស់ក្នុងកពីលោកបញ្ជាក់និយាយកាត់សេចក្តីនៃរូតមកតិចទៀតដល់អ្វីដែលថ្មចង់បញ្ជាក់ដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គដើរទៅដល់ចិត្តព្រាហ្មណ៍អត់មានអ្នកណាចូលចិត្តព្រះបានអញ្ចឹងព្រះដើរទៅដល់ចិត្តមាត់ចិត្តក្បែរព្រាហ្មណ៍នោះទៅដល់ព្រាហ្មណ៍ថាសមណៈឯងមកtừអីកន្លែងហ្នឹងមិនមែនជាកន្លែងសម្រាប់សមណៈឯងទេហ្នឹងវណ្ណៈនេះវាមិនសមនឹងវណ្ណៈរបស់សមណៈឯងទេវណ្ណៈរបស់សមណៈឯងមិនគួរគប្បីមកកន្លែងហ្នឹងទេព្រះសម្មាសម្ពុទ្ធសួរតែមនាលព្រាហ្មណ៍ដូចមួយដេចទៅដែលហៅថាវណ្ណៈព្រះលោកចាប់ដើមសួរណាចាប់ដើមប្រុសញោមដឹងតែព្រាហ្មណ៍ថាមិនទេវណ្ណៈយើងជាវណ្ណៈព្រាហ្មណ៍ហើយវណ្ណៈអ្នកឯងជាវណ្ណៈស្មៅនៅឥណ្ឌាគេហៅពួកសមណៈអ្នកបួសហ្នឹងហៅតែពួកស្មៅទេពីព្រោះអីពីព្រោះប្រសងនឹងឯងតែងតើបណ្ឌបាតសុំចង្ហាន់ពីអ្នកស្រុកគ្រប់កន្លែងអញ្ចឹងបណ្ឌបាតចង្ហាន់គ្រប់ពេលអញ្ចឹងព្រលឹមឡើងចេញដើរបណ្ឌបាតអញ្ចឹងគេហៅតែពួកស្មៅមែនវណ្ណៈយើងជាវណ្ណៈព្រាហ្មណ៍ហើយពាក្យថាវណ្ណៈព្រាហ្មណ៍ណាញោមនៅឥណ្ឌាពួកព្រាហ្មណ៍មានតម្លៃណាស់សម័យដើមកាលណាគេនិយាយអំពីពួកវណ្ណៈព្រាហ្មណ៍នឹងគឺជាវណ្ណៈដែលមានតម្លៃដែលពួកឥណ្ឌាគេគោរពជាងគេដល់ចឹងទៅថាវណ្ណៈយើងជាវណ្ណៈព្រាហ្មណ៍វណ្ណៈអ្នកឯងជាវណ្ណៈស្មូមគេមើងងាយព្រះណាឧបមាថាសម័យហ្នឹងឧបមាថាដូចកូនគេជាអុកញ៉ាអ្នកមានលុយរាប់រយលានហើយយើងជាអ្នកក្រអញ្ចឹងណាគេឌីលយើងថាអ្នកឯងក្រលហេមលហាមអញ្ចឹងទីហោចឹងព្រាហ្មណ៍ហ្នឹងចង់និយាយថាខ្ញុំជាវណ្ណៈព្រាហ្មណ៍ហើយអ្នកឯងជាវណ្ណៈស្មូមអ្នកឯងជាសមណៈវណ្ណៈមិនដូចគ្នាទេអ្នកឯងមិនគួរមកកន្លែងយើងទេអ្នកឯងមិនសមនឹងមកកន្លែងយើងអញ្ចឹងបានព្រះសួរថាមនីបានព្រះថាមនីលព្រាហ្មណ៍តថាគតមើលទៅដូចគ្មានវណ្ណៈពីរអីទេអត់មានវណ្ណៈព្រាហ្មណ៍វណ្ណៈស្មូមអីទេតថាគតមើលទៅឃើញដូចវណ្ណៈតែមួយព្រាហ្មណ៍វណ្ណៈតែមួយអាម៉េចអ្នកឯងយកខ្ញុំមកព្រាបមួយអ្នកឯងអាម៉េចខ្ញុំជាវណ្ណៈព្រាហ្មណ៍ខ្ពង់ខ្ពស់អ្នកឯងជាវណ្ណៈស្មូមនៅនិយាយដែរព្រះថាទេតថាគតមើលឃើញវណ្ណៈតែមួយព្រាហ្មណ៍ក៏វណ្ណៈដូចតថាគតដូចតែព្រាហ្មណ៍ថាអត់ទេផ្សេងគ្នាបើអ្នកឯងថាដូចគ្នាអ្នកឯងថាដូចត្រង់ណាព្រះថាដូចតែគ្នាទាំងអស់ហ្នឹងគ្មានវណ្ណៈខ្ពស់វណ្ណៈទាបវណ្ណៈព្រាហ្មណ៍វណ្ណៈស្មូមអីទេតថាគតឃើញដូចគ្នាតែមួយចង់ស្ដាច់ផែនដីក៏កើតមកទៅទេរាជក៏កើតមកទៅទេស្ដាច់ផែនដីក៏ដាច់ខ្យល់ទៅទេតថាគតក៏ទៅទេអាណាក៏ទៅទេអាណាក៏មកទៅទេទៅទេទាំងអស់តែគ្នាគឺវណ្ណៈតែមួយគឺមកទៅទេយល់ទេញោមដែលឃើញស្ដាច់ផែនដីពេលប្រសូតមកស្លៀកលីអូមកដែរហើយមានក្តាប់មាសមកតាមហ៎ហើយយើងអ្នកក្រមានកើតមកស្លៀកលីអូមកដែរទេហើយមានក្តាប់អីមកតាមហ៎ចង់ស្ដាច់ផែនដីក៏កើតមកទៅទេរាជសាមញ្ញក៏កើតមកទៅទេកូននាយករដ្ឋមន្ត្រីប្រធានាធិបតីក៏កើតមកទៅទេហើយអាចដាច់ខ្យល់ទៅវិញក៏ទៅទេដូចគ្នាទាំងអស់អាស្ដាច់ផែនដីក៏ទៅទេអាយើងគ្រប់គ្នាក៏ទៅទេអវណ្ណៈណាក៏ទៅទេគឺគ្មានយកស្អីទៅតាមដូចតែកើតមកចឹងអាមកក៏ទៅទេក៏ទៅទេព្រាមចាប់ដើមភ្ញាក់បន្តិចអាគាត់នេះនិយាយដូចមានហេតុមានផលវិញគិតមើលទៅដូចមកទៅទេមែនដែរអញកើតមកមានអាណាយកស្អីមកតាមមកដល់ដាច់ខ្យល់ទៅវិញក៏អត់មានយកអីទៅតាមដែរអញ្ចឹងព្រាមគេសួរទៀតហ្នឹងហើយចុះឥឡូវសមណៈឯងមកធ្វើស្អីបើថាមកទៅទេយើងគិតថាវាសមហេតុសមផលចុះឥឡូវបើវណ្ណៈហ្នឹងវាទៅទេមែនក៏ដោយប៉ុន្តែអ្នកឯងមកធ្វើស្អីមកមានការអីទេតថាគតថ្ងៃហ្នឹងទៅនេឃើញព្រាមប្រពកម្មវិធីធំដុំអញ្ចឹងទៅក៏នឹកឃើញថាចង់មកសួរព្រាមមើលថាតើព្រាមប្រពកម្មវិធីហ្នឹងដើម្បីអ្វីធំដុំអធិកអធមផ្អើលអស់មកក្រុងចឹងបានព្រាមថានេះជាទំនៀមទម្លាប់ប្រពៃណីនៃសាសនារបស់យើង
ឲ្យតែដល់ថ្ងៃនឹងខែនឹងសាសនារបស់យើងតែងយកសត្វមកបូជាយ៉ាញ់ដើម្បីបញ្ជូនសត្វឡើងទៅកាន់ស្ថានសួគ៌បានព្រះថាតើគេបូជាយ៉ាញ់របៀបម៉េចថាទេតិចទៀតហ្នឹងអ្នកឯងឃើញបើឯងចង់ឃើញណោពួកពេជ្ជឃាតរបស់យើងខ្ញុំសំលៀងកបិតរងចាំហើយស្រាប់ឲ្យទៅដល់ពេលបលវេលាយើងខ្ញុំនឹងកាត់ក្បាលសត្វទាំងអស់ហ្នឹងបូជាយ៉ាញ់ដើម្បីបញ្ជូននឹងសត្វទាំងអស់ហ្នឹងឡើងឋានសួគ៌បានព្រះសួរទៀតចិត្តតែដេញព្រះសួរថាហេតុអីបានត្រូវយកសត្វហ្នឹងមកបូជាយ៉ាញ់មកពីពួកយើងអាណិតស្រឡាញ់សត្វទាំងអស់ហ្នឹងយើងអាណិតគ្នាណាស់យើងស្រឡាញ់គ្នាហ្នឹងបានតែយើងយកគ្នាបញ្ជូនឡើងទៅឋានសួគ៌ព្រោះយើងអាណិតពួកវាមិនចង់ឲ្យពួកវានៅចតិរិឆានទេយើងចង់ឲ្យពួកវាទៅឋានសួគ៌ឲ្យឆាប់យើងអាណិតយើងស្រឡាញ់ពួកវាបានត្រូវយកពួកវាមកបូជាឯចឹងបានព្រះសួរតែចុះព្រាមមានកូនមានប្រពន្ធណាយើងមានតែកូនយើងពីរស្រីមួយប្រុសមួយនេះនៅក្បែរខ្លួនយើងហើយចុះព្រាមមានប្រពន្ធណាមានហើយចុះព្រាមស្រឡាញ់ប្រពន្ធស្រឡាញ់កូនព្រាមអីចុះលោកឯងចេះសួរអញ្ចឹងខ្ញុំស្រឡាញ់ណាស់កូនខ្ញុំប្រពន្ធខ្ញុំបើអញ្ចឹងមិញតថាគតស្ដាប់ទៅថាអ្នកឯងយកសត្វទាំងអស់ហ្នឹងមកបូជាព្រោះអាណិតស្រឡាញ់ឥឡូវតថាគតសុំសួរបន្តិចមើលតើអ្នកឯងកូនប្រពន្ធអ្នកឯងហើយនឹងសត្វទាំងអស់500ក្បាលហ្នឹងបើគិតពីសេចក្តីស្រឡាញ់អាណិតតើអ្នកឯងអាណិតស្រឡាញ់ប្រពន្ធកូនអ្នកឯងជាងឬក៏ស្រឡាញ់សត្វ500នឹងជាងព្រាមតែមិនក៏និយាយអញ្ចឹងយកប្រពន្ធកូនខ្ញុំទៅព្រៀបមួយតិរិឆានដើម្បីខ្ញុំស្រឡាញ់អាណិតប្រពន្ធកូនខ្ញុំព្រាមបើអញ្ចឹងព្រាមឯងស្រឡាញ់ប្រពន្ធកូនព្រាមឯងជាងអាណិតប្រពន្ធកូនជាងឯងព្រាមឯងជាងអញ្ចឹងឥឡូវសត្វ500នឹងຕົកសិននៅព្រាមឯងយកប្រពន្ធកូនព្រាមឯងមកចងដៃចងជើងឲ្យពេជ្ជឃាតអាលកាត់ក្បាលទម្លាក់ទៅដីដើម្បីបញ្ជូនប្រពន្ធកូនព្រាមឯងឡើងឋានសួគ៌មុនសត្វទាំងអស់នឹងសិនពីព្រោះតថាគតសួរតាហេតុអីបានអ្នកឯងយកសត្វមកបូជាអ្នកឯងថាព្រោះតែអាណិតស្រឡាញ់ប៉ុន្តែតថាគតសួរទៅថាតអ្នកឯងស្រឡាញ់ប្រពន្ធកូនអ្នកឯងជាងស្រឡាញ់អាណិតប្រពន្ធកូនអ្នកឯងជាងបើអញ្ចឹងត្រូវបញ្ជូនប្រពន្ធកូនអ្នកឯងឡើងមុនសត្វហ្នឹងបានវាត្រូវគ្រាន់តែថាប៉ុណ្ណឹងញោមមិនលុតជង្គង់ក្រឹបមកព្រះអង្គហើយខ្ញុំព្រះអង្គដើរខុសចិត្តមកជីវិតចិត្តដាច់ខ្យល់ទៅវិញហើយខ្ញុំព្រះអង្គដើរខុសហើយព្រះអង្គប្រពន្ធកូនខ្ញុំព្រះអង្គស្រឡាញ់យ៉ាងហ្នឹងខ្ញុំព្រះអង្គមិនចង់ឲ្យបែកពីទ្រូងខ្ញុំព្រះអង្គមិនហ៊ានបហាជីវិតប្រពន្ធកូនកាត់ក្បាលប្រពន្ធកូនខ្ញុំព្រះអង្គដើម្បីបញ្ជូនពួកគាត់ឡើងឋានសួគ៌ផងចុះខ្ញុំព្រះអង្គទៅកាត់ក្បាលគេគ្រប់គ្នារាល់ពេលនេះខ្ញុំមានតែសួរគេតែគេចង់ឡើងឋានសួគ៌អត់តើគេមានប្រពន្ធកូនគេអត់មានឪម៉ែគេអត់គេចង់រស់ដូចខ្ញុំដែរខ្ញុំក៏ចង់រស់គេក៏ចង់រស់ខ្ញុំមិនចង់ឲ្យប្រពន្ធកូនខ្ញុំឃ្លាតពីទ្រូងខ្ញុំបើអញ្ចឹងគេក៏អញ្ចឹងដែរព្រះអង្គបានតែភ្ញាក់រលឹកទៅញោមមកពួកប្រាប់ពួកពេជ្ជឃាតកូនចៅទាំងអស់ឲ្យទម្លាក់កបាត់ចោលដើរតាមមាគាព្រះនាំគ្នាស្ដាប់ធម៌ព្រះក្នុងពេលហ្នឹងបលែងសត្វទាំងអស់ហ្នឹងឲ្យមានសិទ្ធិសេរីភាពស្ដាប់ធម៌ទេសនាចប់បួសទាំងប្តីបួសទាំងប្រពន្ធបួសទាំងកូនហ្នឹងហ្នឹងបួសទាំងអស់គ្នាអាពេជ្ជឃាតអាណាមកបួសទាំងអស់បងវាយអ្វីដែលអាត្មាចង់លើកអាហ្នឹងហើយដែលគេហៅថាវិតកចរិតធ្វើអ្វីត្រូវប្រកបព្រមដោយការគិតនិងការត្រេះរិះពិចារណាកាលណាគ្មានការគិតត្រេះរិះពិចារណារកហេតុរកផលគឺវាដើរខុសអញ្ចឹងឲ្យខ្ញុំឯងឃើញទេចង់ឡើងឋានសួគ៌វាទៅនាំគ្នាមិនខំប្រឹងសន្សំហេតុនៃសេចក្តីល្អវាទៅនាំគ្នាយកគេមកអាលកបញ្ជូនគេឡើងឋានសួគ៌អាហ្នឹងវាមិនខុសអីពីចង់បានផ្លែដូងឲ្យស្រាប់នាំគ្នាយកផ្លែស្វាយទៅដាំនៅដីហើយចេះគិតថាធ្វើម៉េចឲ្យវាចេញផ្លែដូងមិនបានអញដាំស្វាយវាចេញតែផ្លែស្វាយមិនបានវាអត់ចេញផ្លែដូងចង់បានផ្លែដូងទៅដាក់ផ្លែស្វាយចង់បានផ្លែស្វាយទៅដាក់ផ្លែដូងចង់បានអាឡឹកទៅដាំទៅសក់ចង់បានទៅសក់ទៅដាំលពៅហ្នឹងមានន័យតែចង់បានពូជនេះហើយទៅដាំពូជនោះនិយាយឲ្យងាយស្ដាប់មានន័យថាដូចអ្វីដែលអាត្មាលើកចង់មានន័យថាចង់ឡើងឋានសួគ៌ហើយអត់នាំគ្នាខំប្រឹងធ្វើសេចក្តីល្អហើយទៅនាំគ្នាទៅប្រព្រឹត្តតែសេចក្តីអាក្រក់ហើយប្រាថ្នាឡើងឋានសួគ៌អាហ្នឹងវាមិនខុសពីយើងចង់បានស្វាយហើយនាំគ្នាទៅដាំដើមដូងហើយយល់លោកនិយាយហ៎ញោមហ្នឹងចឹងស្រាប់តែកើតសេចក្តីជ្រះថ្លាតក់ស្លុតអោបប្របាទទាព្រះញោមហើយអាកូនចៅនេះដល់មេខ្លួនឯងចុះពីអាសនៈមកអោបបាតជើងព្រះហើយដល់ចឹងអាកូនចៅនេះមាននៅអីទៀតមិនតម្លាក់កបាត់ប្រលាក់បថៅមកនាំនេះបត់ជើងក្បែរព្រះទាំងអស់ហ្នឹងយំឲ្យក៏គ្រូទឹកភ្នែកហូរស្រាក់កណ្ដទឹកភ្នែកព្រាមមេគេនឹងហូរដូចប៉ាត់ហូរដូចជុកចង់5 6ធុងញោមនិយាយពូតិចហ្នឹងដូចថាវាសំណោះស្ដាយខ្លួនឯងក៏ដើរខុសពេញមួយជីវិតហើយនេះបុណ្យកុសលដែលយើងចម្រើនគ្រប់គណៈចិត្តទាំងអស់គ្នានោះសរុបមកអ្នករស់ក៏ត្រូវការបុណ្យអ្នកដែលឃ្លាតព្រាត់ទៅហើយក៏ត្រូវការបុណ្យត្បិតអីណោសត្វលោកយើងទាំងអស់មិនថាមនុស្សមិនថាសត្វដែលយើងអាចរស់នៅញ៉ាំងជីវតន្ត្រីឲ្យប្រព្រឹត្តទៅដល់ព្រមនៅសេចក្តីសុខទៅបានព្រោះអាស្រ័យដោយសារបុណ្យបើគ្មានបុណ្យឧបត្ថម្ភគាំពៀយើងឲ្យវិបាកយើងម្លេះសំយើងអត់អាចយកកំណើតកើតជាមនុស្សជួបជុំម្ដាយឪពុកដ៏ល្អមានវង្សត្រកូលគ្រួសារដ៏ឧត្តមឧត្តម
នឹងគឺអាស្រ័យដោយសារហេតុគឺឧបនិស្ស័យដែលយើងសន្សំទីតីផ្សេងពីគ្នាអ្នកខ្លះកើតមកមនុស្សស័ក្តិសម្បត្តិតឹងចាក់ដូចគ្នាតែអ្នកខ្លះបរិបូរណ៍ដោយភោគសម្បត្តិទៅអ្នកខ្វះទៅនៅភោគសម្បត្តិអ្នកខ្លះបរិបូរណ៍ដោយរូបសម្បត្តិតែខ្វះធនៈសម្បត្តិអ្នកខ្លះបរិបូរណ៍ដោយអារោគ្យសម្បត្តិអ្នកខ្លះបរិបូរណ៍ដោយសុខសម្បត្តិអ្នកខ្លះបរិបូរណ៍ដោយបញ្ញាសម្បត្តិញាតិសម្បត្តិខុសពីគ្នាព្រោះអាស្រ័យចរណៈដំណើរនៃការប្រព្រឹត្តនិងការសន្សំរបស់យើងមានលក្ខណៈខុសពីគ្នាដែរនឹងអញ្ចឹងយើងគួរគប្បីប្រឹងចម្រើនទៅនៅគុណធម៌និងសេចក្តីល្អក្នុងចិត្តនឹងគ្រប់គណៈចិត្តទាំងអស់គ្នាអាត្មាអត់ដឹងតែកូនណាថែម៉ែថែឪល្អប៉ុន្តែអាត្មាឲ្យតែតាមប៉ុនមើលតែគីឡូឯងឲ្យតែសាច់ឈាមគីឡូម៉ែឪនឹងទៅលុកទៅលុនស្រស់ថ្លាអូអានឹងកូនគេណយកចិត្តទុកដាក់ឲ្យបានម៉ែសាច់ឈាមស្រស់ថ្លាទៅលុកទៅលុនទី1ទី2អាត្មាមើលតែថ្មិញឯងឲ្យតែយាយណាអាយុ80ប៉ាន់ថ្មិញនៅពេញមាត់អាហ្នឹងក៏កូនគេយកចិត្តទុកដាក់ដែរគេចង់ឲ្យម៉ែគេហូបឆ្ងាញ់បានគេទៅដាក់ថ្មិញឲ្យម៉ែគេហ្នឹងប៉ាន់បើយាយណាសើជិញសល់តែ2សងខាងអូមានតែគិតទេកូននេះហ្នឹងហើយហើយណឲ្យតែស្បែក10ចឹងបើយាយនេះមិនមែនបែបកូនគេមិនថែគេថែប៉ាន់មកពីយាយមិនហូបខ្លួនឯងទេតែមិនស្រួលហ្នឹងហើយណាចឹងដូចយើងចម្រើនបជនហ្នឹងណកូនចៅគេធ្វើថ្ងៃហ្នឹងចង់ឲ្យអ្នកម្ដាយហ្នឹងមានសុខភាពល្អអាយុវែងគេចង់ឲ្យម៉ែហ្នឹងសុខទាំងផ្លូវកាយសុបាយទាំងផ្លូវចិត្តឲ្យចម្រើនទៅនៅជាតិតែមានអាយុព្រោះចម្រើនបជនហ្នឹងមានន័យថាកិច្ចហ្នឹងគឺគេធ្វើឡើងដើម្បីចម្រើនទៅនៅវ័យវុទ្ធោដើម្បីចម្រើនទៅនៅវ័យហើយដើម្បីចម្រើនទៅនៅវ័យវុទ្ធោបានព្រះសម្ដែងថាតោះលើយើងចម្រើនទៅដោយគុណវុទ្ធោនិងសីលវុទ្ធោញោមចំណាំអញ្ចឹងឲ្យតែមានអាធរ2នោះគឺមនុស្សណាអាយុវែងហើយអត់នៅលើពិធីដែលយើងធ្វើថ្ងៃហ្នឹងទាំងអស់ទេមិនមែនមានន័យថាយើងធ្វើពិធីចម្រើនព្រះបរិត្តគុំធាតទាញចង្អែកដូនតាយើងដែលគេធ្វើហ្នឹងមិនមែនអត់ប្រយោជន៍ទេមានដល់យើងយកតាមសម័យកាលពីពុទ្ធតកាលមកខ្លះពីបុរាណកាលមកខ្លះកន្លែងខ្លះយើងធ្វើតាមបុរាណនិយមឧបមាដូចគុំធាតទាញចង្អែកហ្នឹងគេហៅថាបុរាណនិយមឬព្រាហ្មណ៍និយមដល់ឲ្យចម្រើនព្រះបរិត្តលោកស្រោចស្រពសកលតវីគេហៅពុទ្ធនិយមប៉ុន្តែសម័យពុទ្ធគេមិនមានប្រសង់ទៅស្រោចទឹកឲ្យប្រសក់ទេមានតែប្រសក់លៀងប្របាទប្រសង់ហើយក៏មិនដែលមានប្រសង់បាច់ផ្កាឲ្យប្រសក់ដែរមានតែប្រសក់ថ្វាយផ្កាដល់ប្រសង់ប៉ុន្តែឥឡូវយើងផ្ទុយគ្នាប្រសង់បាច់ផ្កាឲ្យប្រសក់ប្រសង់ស្រោចទឹកឲ្យប្រសក់ប៉ុន្តែទំនៀមទម្លាប់ដែលយើងនិមន្តប្រសង់ចម្រើនព្រះបរិត្តស្រោចទឹកហ្នឹងវាមានរឿងសម័យពុទ្ធកាលយើងគិតតាមពុទ្ធនិយមសិនដែលយើងធ្វើចម្រើនបជនមានប្រសង់ស្រោចទឹកនឹងចម្រើនព្រះបរិត្តនឹងមកពីយើងយល់ថាព្រះបរិត្តនឹងមានគុណានុភាពព្រោះបរិត្តៈនឹងប្រែមកតែរារាំងអញ្ចឹងដល់យើងយកតាមក្រុងណាពរិណសីកាលនោះក្រុងសាវត្ថីកាលនោះកើតទៅនៅអហិវេទរោគមានន័យថារោគឆ្លងស្លាប់តគ្នាដោយឧបមាថាយើងសម័យនេះយើងមានអារោគកាយសាហាវណកូវីដ 19អញ្ចឹងណាវាឆ្លងគ្នាស្លាប់ពេញរដ្ឋពេញនិគមពេញស្រុកពេញប្រទេសពេញពិភពលោកអញ្ចឹងមកក្រុងសាវត្ថីហ្នឹងវាមានអាចជំងឺនេះអាចជំងឺសាហាវមិនតែមានយើងឥឡូវទេសម័យព្រះវាមានរោគឆ្លងហ្នឹងគឺឆ្លងស្លាប់តគ្នាដូចយើងអាមន់តកោគេហៅមន់តកោរែកហ្នឹងនឹងស្រុកខ្លះគេហៅមន់តកោកាច់នឹងតកោរែកហ្នឹងដូចថាវាបកាច់ស្លាប់តគ្នាបកាច់ស្លាប់តគ្នាពេញមកក្រុងហ្នឹងសពស្អុយពេញក្រុងទាំងអស់ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គថាណឥឡូវព្រះមោគលាននិងព្រះសរិបុត្រអ្នកទាំងពីរណយកទឹកមកបាតហើយសម្ដែងបដិហាហោះទៅលើអាកាសរួចចម្រើនទៅនៅព្រះបរិត្តផ្សាយមេត្តាចិត្តទៅដល់សពសត្វទាំងឡាយឲ្យដល់ព្រមនៅសេចក្តីសុខព្រះរហន្តលោកយកទឹកសម្ដែងបដិហាហោះវឹងព្រះមហាមោគលានព្រះសរិបុត្រហើយលោកចម្រើនទឹកប្រមុននឹងពីលើមកដោយប្រោះទៅនៅទឹកប្រមុនពេញក្រុងសាវត្ថីដោយរិទ្ធផងដោយព្រះបរិត្តមានបនិធានជាដើមករណីជាដើមមហាសម័យជាដើមនាំឲ្យក្រុងសាវត្ថីទាំងមូលបរវាសជៀសឆ្ងាយទៅនៅរោគទាំងឡាយប្រជាពលរដ្ឋក៏រស់នៅមានសេចក្តីសុខលែងមានជំងឺឆ្លងយ៉ាងនេះបានជាខ្មែរយើងពុទ្ធិកខេមរៈបរិស័ទប្រជាជាតិខ្មែរយើងសិក្សាធម៌និងចំណុចត្រង់ហ្នឹងក៏យើងនាំគ្នាប្រពកម្មវិធីចម្រើនបជនដើម្បីចម្រើនទៅនៅអាយុដែលគេហៅថាកម្មទី2អនុបទានកម្មដើម្បីរំដោះទៅនៅសេចក្តីទុក្ខរបស់បុគ្គលដែលកំពុងតែឈឺនឹងឲ្យជាជំងឺទៅដោយអំណាចនៃព្រះបរិត្តកម្មទី2នោះហើយដែលយើងថៅថាចម្រើនបជនធ្វើឲ្យចម្រើនអាយុសម័យពុទ្ធកាលដែលគេនិទានអំពីអាយុវឌ្ឍនកម្មាបានគេហៅថាអាយុវឌ្ឍនកម្មហ្នឹងគេធ្វើឡើងដើម្បីចម្រើនទៅនៅអាយុដោយសារមានរឿងអាយុវឌ្ឍនកម្មាជាទីហោនេះវាសាមានដើមតងអញ្ចឹងយាយហើយមួយទៀតនោះគេហៅកម្មមួយទៀតដែលយើងធ្វើចម្រើនបជននោះព្រោះជីវិតមហកម្មធ្វើឡើងដើម្បីបង្ការទៅនៅដំណើរជីវិតរបស់យើងនឹងទុកឲ្យ เพราะវាមិនដឹងថាកូនទៅមុនយើងទៅមុនកូនវាអត់ដឹងទាំងអស់គ្នាមិនដឹងញោមទៅមុនម៉ាទៅមុនញោមអញ្ចឹងអុកម៉ាតាអាត្មាជាម្ដាយជាឪពុកកូននេះចេះបារម្ភថាឪនេះចាស់ហើយ
mày nó chả hay là bong ôn nó dương nằm để thơ bón là chun âu tu mai dương ạ rồi hơi tư cái lô dương à lại ta là vô mà nè cái ta là vô cho bà Obama thầm mà đai dương ở bốc dương slap cho dương tới dương ọt bàn thừa bón và nó mà miên vị bà đệ xà rây à lâu dương nom kia thơ bon chun mai chun âu dương à hơi tư chẳng còn nom kia thừa tới đầu vô thà song tha bao dương nó mình tiên tọt cầm nắp pê về liệt hai khai năm mình đăng thanh na tàu môn dương tàu môn cót rồi cót tàu môn dương chẳng thừa bon rồi cót là hơi tàu cót tàu môn cả dương miên vị bà đệ xà rây dương tàu môn cả dương sai thì dương mình ban thừa sẽ đây là chun mà đai bốc dương đòi miền hai đăng ban chỉ con trao thằng ó chết từ thừa bon chun mà đai chun là bốc đời vô là pi song tha là bọc luôn tham mình tiên tọt cầm nắp pê về liệt ngày khai năm chẳng nom kia thừa tóc à hơi đôi thà chẳng đau tê thì áp kê cột nếp bạc luôn ấy toàn mang thơ bon nào mà đón đấy nè à cật thà khai à tham tao mong thơ tăng năm tàu khai nọ khai bay năm tàu nó khai bay đào khai bay ban đọc về khai pí câu vềแบบtu tóc bắt tham rong thơ bon chlong plau chạy tiền chôn bị ca chiêng pi rồi cua sa nó mà tinh là bo tinh co tinh cây kho mi tây xây có hở lê nhá chứ hay đò chết đò ngay hếtแบบtu à mà phay còn phẹt món ngay bon màn tây nắng chào tầng ai van nâng tàu đào vô đã tam vọt ao lục prao chân từng ọt bàn thừa bòn chạy hay mong là thừa bòn như vậy bị chôn và lâu bài mà thừa khai của mùi này mà đã ngày mà phay pram phay của mùi khai của mùi môn trôi ra cả là khai đó thừa bòn cà phóng nọ chìm ra bị chôn vô nó rùm chìm mùi kia đang tới nọ bòn cà đã bay trò trong cà sọ cò sang bốt ở than mà phong cò sang bốt ở than cả lại nọ của bốt trạc đăng mà thừa của bốt trạc đăng nó không phăng mà phay pram mai phần này nọ cặp pô hết cặp chiêng và hia dương nằng và smart được và hia trong pi đòn ngay bàn cặp pô mà phay pram mai chân nọ mà không phong phải làm máy bên này đọt vừa mền tén ban ta buồn đọc mai đấy đời xa đây dương về từ vừa thông với việc ở hà cái mà thị ở cái tầng 2 ấy chân cặp buộc đọc buồn máy hơi nọ xa vẽ chiêng mà rồi on cặp buộc bày mai chiêng nhiệt nhôm tới khơi cua chỉ ti đặt là nè nơi khai tờ kéo ná trong tờ khơi bẹt thông mấy ai tờ nế nòm về tờ ban hay tranh vì cái bẹt thông nâng tới tờ lạnh nâng tích bột cái lại bột rọm mờn on á thọp lư ấy nâng à ai tên lên bàn pi cả lại nâng mà vừa nâng tiếp bàn pi cả lại nha phò nâng cả lại bọn đại lục vừa nơi bột cái nó mà cả lại hay mà vừa cả lại bột ong thông nâng mà cả lại tiếp nâng à lấy dương dây được dương này chẳng dương thôi chậm rãi bị chôn chôn nè mà đái đang bay ơi nè mà đái sóc tầm phâu cái sờ bài tầm phâu chất đang bay chậm rãi này giúp hãy để dương thôi chậm rãi này giúp đời sao miên rương chia tia hó đôi mà phải chẹt thằng đá miên là giúp qua tận nặng của mai chia tia ho tam phải để giúp qua tận nặng của mai nâng từ tập phần ngày tiếp nâng từ bộ ạ rô mà do từ á phải pro cho pê rồi mùi kế ban này đôi ẩm na để bon của so đây chậm rãi từ nâng nâng ca sắp tới là prep và đất mà đai ở bụng nâng anh mà rương nâng về anh và lô tê ở đây đường bệnh gì nó prep à đó hòn lô mai chậm rãi prep và đất bấm dục bấm ngay đo ngay thì bấm prep sớm sang phút bọn riêng ngọc to tiệt nét tầng on nâng mà đo mình hiên châu đôi ẩm na để prep và đất nâng hai group bấm ngay nó cứ cho prep và đất pe na mà đai ở bụng nâng tay sâu sai mê ta chất oi mà chặt cam nâng kia hay đo câu là bọc luôn phong nè à nâng sầm khán đó giấy đó cà na dương sai sẽ đây là oi kia rơi tao à quay để dương chỉ bẹt cái chuôn cao kia sờ bài chất kia do dương đôi chả du qua tận nặng của ma cho mà tia ho ỏi nghe vô thật đôi nhôm chỉ bẹt lôi nhạc co chứ đòi dương chỉ bẹt lôi cái bởi dương sầm đây crốt kia đặt kê pe kê mà tia dương sầm đây crốt kia đặt kê thưa cái khăng tầm xuống mền thở mà cái tia lôi dương cái bắt đăng dương đặt cục đặt nó nâng khát phải giao khát pe về liên thông chiên à quay để dương chỉ bẹt kê nâng thật tiền còn té bởi sân dương dây của đặt kê đo ngày son kê ông mai nhóm thà so ngày nâng và lấu con che con cho toàn đo ngày mà đo pi đón cái đôi ảnh nát quạt nâng tiền nè tròn nè hay slow nè à lâu à nè lui mà liên nâng đu mạch thế hả ôn bách thế nâng ảnh ọt do thế đôi thà thưa là đặt kê nâng tờ xong kê prap kê son này ra chỉ mỗi kê ngay na prap kê ngay nâng tròn tâm miên là bỏ ấy tập nha kê tờ luôn tu kê sầm đây pro đặt kê à mà cha lui nó về sờ bài chấp với đôi thà nát phong sờ bài chấp phong mà nâng nó về tròn phong cái ọt vô lôi nó về tới chỉ rồi cái này à căm để dương thưa chỉ mũi kê đôi cái này ông má ta chiết môn dương thọp cặp kê thọp sầm lạp kê tao kê mà do đo pê đo về lía pro mà nuôi dưỡng nhiều mới à cam nó kê mà do mày đôi sự cái này sạp trắng thì mới dụ cái mà nè thì biết bao nhiêu cái mà nè thế thì bay đấy cam mà cái mà nè à sát phát sạp để sao ở hải dụ nó bên đây ta chặt sập bay sập cao sập sạp ở đây cái ở hải dụ vì bộ hải dụ hay rồi bao sát luôn nó đâu ta chặt sập nam đang ai chẳng bởi lơ bị chặt tới bên đây ta ở hải dụ đó à bom nó tàu tăng vì không anh còn miếng còn mông còn miếng còn lọt còn miếng chặt còn miếng đôi tha à lót tàu đôi phượng tiên đây bảo chia tiền chứ nè đào pe đào về lấy về tàu ai nè đà cam mà cái mà nát đá cái cặp sạp cái bánh sạp lao trong thao lại trong thao chi lan lan căn chọc tật lông tất cả nó cái hào cam mà cặp đại khế và đào pe đào về lấy tàu cam nó kêu mà vô dương nè hãy tàu ập xuống đấy à tàu để cam một cặp đây pan tai pe để dương chầm rán sẽ đây lọ rơi tới kia sờ bài chất kia phay ở dương đôi à dụ quạt tận nặng của ma chẳng tàu slap không ngay ti bầm pấn pan đò à ơi mai nó không prăng
sai mê tai chất ở câu nâng prắc ngay dục tới mà cha cam nó thì cất kia tụi bon tụi có sao tụi trai xả nạ công do một thọ và xong chỉ ti bắc hai sai sự đây là ơi dương ro ngay đó lâu dương tròn kia đo na tiết bởi dương mình trong chỉ bẹt pi chỉ môi con nâng tiết tiết lâu dương chụp tròn kia thầm nâng tất cái phay ở cò rú chỉ vắt ai cho ruột là hốt đó mà roi mà phay nằm bán chỉ dương miên chùm đưa ta o bẹt bạt nâng bị xe na ai chẳng thì môn và xong một công thiết chùm ra bẹt bạt tiền như thế nâng chỉ đau lạ nâng đau bay oi chùm ra tên này dụ đối cho dụ quạt tận nặng cò má bán này dương che tận non nết thơ bon chùm ra bị trốn đau bay oi chùm ra này dụ pan mẹ nó oi tay chùm mến bị trốn tất sát tại dụ quen đi quạt nâng tầng o ti nâng cùng vô cho lòm tiết nó vô đấy cứ say tay tắt chỉ hai phong tay chỉ bon chỉ hai phong đôi côn trao cho người nè mà đai dụ quen ọt của bạn ti thay quạt nông plau pi để mà gì thằng đau nó thay oi là o plau cay tì mùi mà nước dương oi ta cay sẵn nó cứ đăng đại dụ quen nha cay sẵn nóc nông tin đi sầm đau tàng ca hô ca sầm ra nâng ế ra bọt này ca bọt trâu pro cả đây để riêng cay của tôi do bàn hô cả đăng pê sầm ra cả đăng pê ế ra bọt bọt mình khóc pro cả đây pê thắp bọt mình khóc pro cả đấy nhôm bị cha nam mưa ro là ngay dương prao cay ở trâu tê riêng cay dương prao mình trâu tê mình nu ro ngay đi hãy từ sông po pê dụ quen pê cha mấy ba này cha ôi ban thế cha áo ấy nhiều mày châu pram quá này cha áo ấy cha ơi sao có phép lỏ dụ quen có cha áo ấy có nửa là dụ quen những sao có phép lỏ ăn nghe nấu lừa cha thế nấu lừa dương ê là già bọt bao dương bọt bệt xong po dụ quen bây giờ cha ơi sao có phép lỏ dụ quen là nhâm ơi po này lược đây giờ bây cha phật nga thay lui cha phải ăn po ăn tiết bãi chết á ban đầu tranh bây cha mất pet cái ơi phật tất mà ngay 7 lít ơi sao có phép lỏ mấy anh phật bán đò chung thế bay nắp phật off pi kén hay tao hỏi dụ quen nhiều mấy bởi dương prao riêng cay đó mình trâu so area bọt này ca bọt bởi dương bọt không prao vì nia thằng ọ pre ha mà vì nia đập pi con nó là tham khơi mình được đau à prao đập pi con nó thằng ọ thoát tạ sara thoát tại giờ đàm lại pre tha cầm áo phật sara phật cái pin bờ tê ở lâu này ấy men phật tập prao tiết nâng say ở lâu đấy đôi chồng khăng chừng prao hết đôi chồng mà đây cái đấy nâng ông ma tập pong tê chẳng bà cái pong hậu ấy cái lướt ao tham khơi rô môi nó nâng hay ta y ngỏ qua mà lăng nó họ pre tha cầm phật sara phật pin bờ tê pre tha cầm lên là bay lên nhà anh pin bờ tê hả lâu mẹ đặt mày lên là bay tới dây khơi căn vật trụ ao ta nó mẹ vật trụ sạp thò đấy nè hắn chăm sạp của tôi lấy chứ nâng chắc mà ngay 7 lấy ấy ao vật trụ choap đó nâng pre tha cầm lên là bay pre ta khuôn khmeng cầm do của con cha lâu pin thì dùng nè ta dụ chặt sắp cam bày đọc khơi nhỉ pre ham sấy dường non pre đau năng tầng o thà năng vì nia và dương nấu ta tao lâu vì nia hay tờ roi chầm ra nó mấy bờ pre ham sấy dương non pre đau năng tầng ó nên là chẳng to là dương trong chầm ra đôi dương trong chầm ra là dụ quế nhá con trao cho người nè mà đai dụ quế dương thai con rồi sốc tầng lâu cay sốc tầng lâu chất chỉ phải xe lâu chất này bữa lâu cay cái bài tật nôm chấm nay tray sạch lôi cặp ca sập pot ao sao bay tóc cả ấy giờ lấy mong tật đo cô khắp tật đo cô riêu tay score so năm sợi câu chia ba rô sợi bạch đây sợi bạch chương do chặt tộc đã chui chia cao được nghĩa thay là xa con đôi lọ và xa hái vấn đề bữa lâu chất nè nâng bao nê pe na tật nê pe nâng bao các ba chỉ cung cả vi là các ba hay xua mấy ban cả vi các ba đời xa anh bao nê lang pe na bọc pôn nó chê vào đấy bọc chan ọc pram riêu ấy hay piềng tật ọc pi thằng prắc hay mai đấy tôi bài chất là mấy hay bao mình chẳng thế đời soi vậy chứ hả nó ta thông nó trâu là tham mà chết nó đôi rè xong đây cho môi tạc lần soi dương rồi ta soi má tao lên rồi à nó hay chia bị sai như nó thông mặt bàn thì chẳng bàn mà pe đọt tê sná để na đọt tiền đọt thu cái rồi đọt đi nó mà ta trâu sáng thật tục ọt rồi nâng nó màu mà đấy mình hiểu đó là mưa màu sơn cái chàm ngò vậy bay chia này chồng đây vì nãy vô nil ca tham tao nè bay mà phay bay vậy vì năng tao ép chuyện mà máu mà này tí làm đó về mấy đấy nên à thì ra vùng mong buồn đâu nó hay dây chắc bon đồng khai nó còn chắc bon tê màu pi này ọt té bon nó cả là lâm lao mau phòng 4 còn tê tao mà xa mà cùng sòng thực hỏi nó còn tê lúc ru muốn đo na ấy hay nhiều anh bon tì muối bon tì pí có thà cả na bon tì pí tê màu 4 tê muốn đo na ấy ấy bà tê lắc lên đấy thà lúc ru bon ngày năng trầu ban còn tê xua đo na mà ta mình ấy nhiều màu 4 ta đo là đọc về tích tiết màu chi màu tạm lâu nữa chắc bon tì pí này ọt tê tao tê ta bon tì muối đâu vậy nhỉ nên nè để màu nguồn kia đấy ọt tê rồi tê màu tì muối đâu mà dừng vậy thôi dừng đo na mình khơi nhẹ mà plate dương ọt tầng trăm thà luôn vậy ấy phó đấy
anh tê đầm bay ấy là lâu nhú mà má trẻ kết luôn ấy em đang tê đầm bay ấy mà ngay dây nó ro là ngay đi sạp tho hạt bay đôi năng cặp rồi nhôm score sập hiệp này năng cặp ấy nhú ở đây là nâng à bài gì một phốt đây dừng vậy thò dừng nâng à tôi lấy có phốt đây nâng dừng vậy rồi dừng này nó trong dây thay trong này nè mà đài dụ quế anh cứ nó thay là xa quát tầng plau cai plau chất nâng ai mà để dây thà plau chất này cũng phải sầm khăn đấy bờ plau cai nâng vừa là o hơi dừng thay toam con là o hơi sầm ran puk sầm ran sầm long bay tật nông chầm nay tray sạch nâng vừa là o vì nhanh vì xe hái bắt lấy bữa plau chất này mình lõ có ai dụ ọt với anh đây mà nước dư nhôm chả năm hay cho mày quát sọc có phép plau chất lõ nghe nè mà phép bị năm rồi chắc sờ bài chất đôi mình đi vẫn ọt sờ bài thế miền xây của dây nè dụ ọt với anh mà bao đây là con ai con mà sao bị chụp nếp rất là nghe chưa nếp bọc chan bọc năng mai đấy hử thủng trong đại cho lo hay bầm chăng thế môi tiết nó trẻ đẻ mình chụp kia đấy bắt ao tại dục lao dây nâng hiệp bắt phết mau còn buôn chốc đang ở việc phía xa kia bị lừa và tục mau dây này mẹ ăn tôm khom tẹp bồi cha thơm tẹp thông pan nan đây không phải ngộ gì mà đây cho mà đây tôm mà đây nè ngày chăng mẹ ăn tôm khom tẹp nứng lừa sâu câu nó ao tầm môn bắt phết việc đang ở phía xa kia ai nhá chết đòn ngày thì mà chắc ổn nó dương nó đầu pi ngày chết đòn ngày bong tình địa kia bong đằng ba đây bong thế khai là ngày giấy ní lư sọ con chỉ vẽ tình địa kia tao nhỏ chút nó hử thủ bay ở ngay đây mình lộ mỗi câu nó phải cho cho con bọc xa mong pi mong môi pong rồi bị ba phải cho cho con đấy ai giúp có về anh ta bỏ chứ à lâu đằng bay ở mai sờ bài plau chất âu sờ bài plau chất từ mấy tì mùi thay là xa cái một cái từ dốc pui pong pong từ con mai âu ở thay nó pong pua à năng mai âu cướp rùp trong bàn mà trong ở con nó thay là xa pui pong pong từ con quát ơi lọ con say cầm tung môn sự kia con pro cầm đá cặp chặt vi đom toát thẹt chuột toát tên quay của nó chọc cục chọc nó chọc chở vạ nhiên say ba biên bón à năng mai sờ bài chất đó thưa cua xa nó ao bị thay nó pong pua đôi pui bố bọc quát đây mình thọp vào bật bọt ở cắt đây mình thọp chuột toát đây mình thọp thưa ở nẹt ở tây cái cao cả hai đây mình đang nhà na để dây đau hai kê à crop bị cao non chẳng ti môi mai ao cục rúp trong bàn ở con prosay châu prosay thay là xa pui pong vong từ con ao ta tâu na ở tia ho ta dây cái tranh tộc xa tôi lư kia ta sao ta tộc xa riệp dương đấy lư sau kia ta sao gì sầm nàng đó con quạt châu quạt lọ chết thay là xa cua xa ban lọ hay như khơi con châu quạt chết của rúp sầm pẹt của song chặt bật thi cha sầm đây sầm đau tôn plon sập hiệp riệp xa hay cái bầm rau mai cái lọ nó con anh bà ban đôi con gì dây cũng đang bài chất pan na dây ní khởi là lư pan đang mót lên trong tinh mà hô với đai nhưng mà teo với nhá bài chất phải nè cướp mà đai cướp vào phúc thằng không nè cứ trong bàn chứ thay là sao pui pong vong từ cô tì pi trong khơi con đau tam cần lon tho bọc con miền đây thà con cướp rúp đây mà đai phúc bạc cơn máu cứ trong người đau tam cần lon bọc con à quay để con thọp đau không lâu đây là o giang na trong khơi con đau chăng bờ mai thọp oi tiên trong khơi con che oi tiên mai song sál là con song sál mai sả lạnh bột sả na con trâu sả lạnh bột sả na mai che do à sa nhiệt trong là con nó che do à sa nhiệt anh nói cái hào thật đau tam cần lon lâu nay sự đây là bọc quạt thọp đau giang na dương đau tam quạt ảnh nắng có quạt sờ bài chất đây mách miên ai oi quạt thì bảy nhang luôn dương ở vùng pua ri chầm ra ơn ông mà ta con ri chầm ra ơn lư ai mùi ở thì họ ta con riêng chọc bạ để nhà bắt chọc vào nút bẩn đất p để chọc bạc đúc bàn bạ để nhà bắt chọc bạc đúc mai sờ bài mà xa chọc bạ để nhà bắt mai sờ bài mà xa chọc ở nút bẩn đất mai sờ bài mình xa chọc bẩn đất mai sờ bài mà xa trong bên đây thành nhăng luôn ai ở căn từ ri chầm ra ơn chuột chơi lư ai muối ở vùng pua thay nâu chiêng à quay để mai đào ói à nâng mai âu sờ bài chân nè ông mà thà kê mà đọt bọc quạt ca hơi chạy sai oi mầm pok dừng lúc mầm pok tinh đây mà rồi hạt ta bán là nâng mai sờ bài chất phân với chạy mầm pok oi mà tận toàn lúc chắc cả tôi lấy ó à nâng mai tật nề mình chẳng hay gì vậy nhôm chẳng trong khơi câu nó miên phiếp ri chầm ra ơn miên bàn còn mai sờ bài chất đây phố quạt ở trong bàn miên bị câu đấy ban này trong ở câu nó sốc sờ bài ri chầm ra ơn phu mục phu mọt rồi con ngày này thưa về la thông từ nông phu đây chiêng pi bay hạt ta quạt là bong mà này ai chết pung phu scum sky chẳng mai sờ bài chất nè tì mui tì pi khơi câu chết prot tập bắt chết đăng con chết ở lắc con mà đai phúc mai âu sờ bài chất tì bay chết thay là sao pui pung vong từ câu mai sờ bài chất tì bay chết prot tập bắt luôn xong chỉ nè xong từ câu đa tam còn long bọc cốt còn mai âu sờ bài chất à hai tầng on năng hơi để thưa quạt sờ bài chất hai tì mui tiết nó trong cao sầm khăn một phốt cứ ca prong prieng kia không cua xà
ប្តីស្រឡាញ់ប្រពន្ធស្រឡាញ់ប្តីបងចេះជួយប្អូនចេះសង្គ្រោះបងចេះគោរពបងបើអាបងមានជាងអាប្អូនចេះជួយអាប្អូនមានជាងអាបងចេះជួយអាបងស្រឡាញ់គ្នាសាមគ្គីគ្នាបងប្អូនខ្លួនឯងចេះជួយគ្នាសហការគ្នាព្រមព្រៀងគ្នាសន្តោសគ្នារវាងបងប្អូនក្នុងគ្រួសារឲ្យតែយាយតាគ្រប់រូបម្ដាយឪពុកគ្រប់រូបតែឃើញកូនវាចេះស្រឡាញ់គ្នាហើយមានបានហើយយាយហ្នឹងគាត់តែងពោលពាក្យមួយតែអញប៉ុណ្ណឹងអញបាត់ភ្នែកចិត្តហើយចាស់ច្រើននិយាយអញ្ចឹងណាញោមមែនទេហ្នឹងគឺសบายចិត្តចង់ឃើញកូនវាស្រឡាញ់គ្នាប៉ិនបើអាបងឆ្លោះអាប្អូនឆ្លោះអាបងអត់ត្រូវគ្នាទេអាហ្នឹងជារឿងធំបំផុតដែលម្ដាយឪពុកនឹងមិនសบายចិត្តបងនឹងអញ្ចឹងហេតុនាំឲ្យគាត់សบายចិត្តងាយមិនពិបាកទេនឹងយើងដើរតាមកន្លងហ្នឹងទៅម្ដាយយើងនឹងសบายចិត្តហើយតែសบายចិត្តអាចិត្តក៏សบายអាកាយក៏សនុកអាហ្នឹងអាយុ140ទាំងអស់គ្នាអនុមោទនាចង់បាន140ហ៎មើលចង់បានអាយុវែងទេទាំងអស់គ្នាចង់ហើយចុះឥឡូវលោកសួរតិចចង់បានអាយុវែងតអុកម៉ាថាវាបានវែងហើយទីហោតបើ120បាន120ទាំងអស់គ្នាចុះបើបាន120មកមែនតើយើងយក120នឹងមកធ្វើអីទាំងអស់គ្នាយកមកធ្វើអីធ្វើបន់មើលអ្នកណាយកមកធ្វើបន់ខ្លះលើកដៃញោមអញអាម៉េចនោះយកមកធ្វើបន់បាន2នាក់ទេអ្នកដែលយកមកធ្វើបន់សូមឲ្យបានអាយុវែងទាំងអស់គ្នាយកមកធ្វើសេចក្តីល្អណាស់បានវែងទាំងអស់គ្នាទៅណាអនុមោទនាតែបើយកមកផ្ដាល់តែក្តៅកាហាយទុកទោសឲ្យគេទេអាហ្នឹងកុំឲ្យវែងហើយបើទៅឆាប់ឲ្យហើយទៅអនុមោទនាអីចេះតែសាធុដែរណាបើយកមកល្អអាហ្នឹងចេះយកទៅបងបើយកមកនាំឲ្យគេក្តៅកាហាយទេអាហ្នឹងកុំចង់បានវែងយកវែងទៅអីបើយកមកផ្ដាល់តែក្តៅកាហាយឲ្យគេផ្ដាល់តែសេចក្តីអាក្រក់ឲ្យគេអញ្ចឹងយើងនាំគ្នាយកវែងមកដើម្បីចម្រើនសេចក្តីល្អណោខ្លួនយើងក៏បានសុខអ្នកដតីក៏បានសុខចេះគោរពប្រតិបត្តិមេដាបៃតាម្ដាយឪពុកបងប្អូនមីងមាញាតិមិត្តចាស់ព្រឹទ្ធាចារ្យគ្រូបាអាចារ្យយើងយកមកដើម្បីចម្រើនទៅនូវគុណធម៌និងសេចក្តីល្អទាំងអស់គ្នាព្រោះយើងបានមកមនុស្សណាមានរូបសម្បត្តិសមរម្យមានកេរ្តិ៍ឈ្មោះសម្បត្តិញាតិសម្បត្តិភោគសម្បត្តិបញ្ញាសម្បត្តិត្រង់ទ្រាយលក្ខណៈល្អបរិបូរណ៍គ្រប់យ៉ាងព្រោះអាស្រ័យដោយសារបុណ្យញោមមើលបើអ្នកខ្វះបុណ្យមកមិនបានល្អដូចយើងទេតែរូបកាយនឹងក៏មិនពេញលក្ខណៈកុំថាឡើយដល់ទ្រព្យសម្បត្តិនិងចំណេះដឹងនិងញាតិសំបីតែរូបសម្បត្តិនៅនឹងខ្លួននឹងក៏គេរៀបឲ្យខុសកន្លែងទាំងអស់ភ្នែកផ្សេងចើមផ្សេងច្រមុះផ្សេងមាត់ផ្សេងដៃគេដើរស្មើឯងដើរអាលាក់និងវេទនាណាស់ខ្វាក់ខ្វិនជារៀបពីការតាំងពីកំណើតនិងរូបសម្បត្តិមិនសមជាមនុស្សនឹងដូចយើងធ្លាប់មើលរឿងនិទានខ្មែរព្រេងនិទានខ្មែរយើងមករឿងមួយគេឲ្យយើងពិចារណាជាកតិណារឿងខ្មែរយើងពីមុនល្អណាស់ដោយរឿងជ័យប្រាជ្ញអីល្អណាស់ធនជ័យរឿងហ្នឹងមួយអាត្មាតសើខួរក្បាលអ្នកនិពន្ធណាញោមសរសើរមែនតែនហ្មងអ្នកនិពន្ធហ្នឹងគាត់អ្នកនិពន្ធហ្នឹងគឺមកសាច់រឿងហ្នឹងតាំងពីញោមមើលរឿងហ្នឹងចាប់ផ្ដើមរឿងរហូតដល់ចប់រឿងទៅវិញគឺមករឿងហ្នឹងនិយាយលើកតម្លៃតាំងពីអក្សរភាសាអរិយធម៌វប្បធម៌ប្រពៃណីទឹកដីជាតិសាសនានិយាយពីបេះដូងរបស់ស្ដេចត្រូវតែមានស្អីលើប្រជាពលរដ្ឋលើរាជហើយលើកតម្លៃជាតិខ្លួនឯងញោមមើលពាក្យមួយដែលអាជ័យវានិយាយថាស្ដេចចិនមុខស្ដេចចិនដូចមុខឆ្កែហើយមុខស្ដេចខ្មែរដូចប្រច័នពេញបរមីមើលអក្សរចាមដូចអីមើលអក្សរចិនដូចជើងក្រាមអក្សរចាមដូចឯឆ្កែហើយដល់មើលអក្សរខ្មែរដូចបោះពុំថាមួយម៉ាត់ណាក្នុងរឿងហ្នឹងគឺលើកតម្លៃជាតិខ្លួនឯងទាំងអស់លើកតម្លៃជាតិខ្លួនឯងទាំងអស់ហើយនិយាយពីការសាមគ្គីរវាងស្ដេចមន្ត្រីនិយាយពីមន្ត្រីនិងរាជចឹងមកតសើខួរក្បាលហើយដោយរឿងមួយនេះអាត្មាចង់និយាយពីរឿងកម្មផលរឿងមួយនិទានព្រេងនិទានខ្មែរយើងដែររឿងនាងកែវណាមាធីតាមុខសេះហេតុអីបានរូបកាយជាមនុស្សប៉ុន្តែមុខទៅជាសត្វតិរិឆានអាហ្នឹងបង្វែរមករឿងព្រេងនិទានមកជារឿងបុណ្យកុសលរបស់យើងវិញហេតុអីបានគេរឿងហ្នឹងកើតមកពីមានមនុស្សខ្លះមុខវាអញ្ចឹងមុខវាអាក្រក់អញ្ចឹងរូបកាយវាអាក្រក់អញ្ចឹងអញ្ចឹងហេតុអីបានកើតមកវាអាក្រក់ដោយសារពូជគឺសេចក្តីល្អដែលយើងសន្សំពីមុនមកវាខ្វះហើយហេតុអីក្មេងខ្លះតែអត់ជឿទេមិនមែនមកពីបុណ្យទេមកពីសែនហើយចុះបើសែនឧទាហរណ៍តាម៉ែយើងស្អាតឪយើងស្អាតកូនស្អាតត្រូវហើយម៉ែខ្លះឪខ្លះសស្អាតដល់កូន3នាក់មកស្អាតវាខុសអាមួយមកក្រោយគេនឹងខ្មៅព្រីកទៅវាភ្នែកជាលៀងទៀតគេសួរថាម៉េចក៏អា3នាក់ស្អាតបើសែនអា3នាក់ស្អាតអាក្រោយគេហិតតែស្អាតជាងអា3នាក់ទៀតហើយចុះមិនអាមកមួយក្រោយគេនឹងមិនក៏ខ្មៅឲ្យភ្នែកចលែវទៀតអាហ្នឹងហើយគេហៅពូជពូជឯងសន្សំមកវាត្រូវចឹងចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តទាំងអស់គ្នាចឹងយកអាយុវែងមកដើម្បីចម្រើនសេចក្តីល្អទាំងអស់គ្នាណាខ្ញុំណាសូមអនុមោទនាចប់ធម៌ហ្នឹងហើយលខោនយកហ្នឹងមិនទៀតឥឡូវហ្នឹងយកមិនអត់បានសំដែងទេភ្លៀងខ្លាំងហ៎បើថ្ងៃហ្នឹងសំដែងភ្លៀងក៏សំដែងបានដែរដោយសារមានរោងចឹងអង្គុយមើលក្នុងរោងហ្នឹងទៅបើថាចឹងអ្នកលខោនថាលោកគ្រូកណាចិត្តបានប្រទេសហើយហ្នឹងណា
nó bên này dương nó quạt khom chua máu dương bằng sầm đai tam lật tập hiệp đại ai vừa bàn tới rồi nhiệt nhôm hai bon chua là khao chua chụp bay chua gì kê chua rồi băm phải chỉ trọc ai mau đấy cứ lọ nè có lọ nè ai pleng đôi kia mời tham gì đường pleng thì chọn pleng pleng khai dương đấy nhiệt nhôm hao ấy pleng khai hao ấy pleng ấy bộ bay này và má đôi lư cái hao pleng ấy môi tiếng nào pleng dương phòng váy này pleng xiêm còn nom đây hao pleng xiêm á nè chốc nom đây hao pleng xiêm dương hao pleng pan piết rồi pleng khai pan và pleng khai dương chạy này đây tập pleng khai nó sầm đau đọc pleng ca đọc p bộ bay này đọc p pleng dương đấy cả hao pleng pan piết nè còn nom đây hao pleng xiêm mà đang mùi ai pleng dương này kia mà quay pi dục bay ngay ao kia ta ha học sập mơn pan đây bờ thông bạc rồi cò nè cả đong kia mà rom ta mà cái đường bay buồn quan đỏ lá nhúng ai kia này quay pi dục bay ngay ha học sập mơn xong vậy chứ nâng hay trắng oi bỏ dương về ri chầm ra mày cao về ai cho ri tê ta mà nước nó cả oi tầm lại đôi kia đây ai cha khmer đi tao tăng bị ta nâng môn đại cho là chương hao ngất nó ta cha đây tổng côi trăm sâu thoa phẩm phân dục phân ngay món đại cho là đại cho nâng đâu chui hiệp trong cam thi bon nâng pi dục bay ngay tiết món bô chia lại nè khát tục ấy đó mà tất tiết trăng smile buồn đọc ngay cha đây đâu tè mùi khmau chứ buồn đọc ngay tầng dục tầng thay đọc pe cho bon chu là cha phải am ơn cái nát so mà đồng đọc pe là cha chân cái chi lan mà mẹ đấy cả là cu lấy cu cáo pi pon đà la khơi nhôm khơi nhỉ nâng ta mình nương nó còn mình oi tầm lay ở đôi kia đây nè ai cha khai ai nó cho ngọt trong ruột phải am ơn rồi cha chân một đánh mà sau đây ai chứ là cha chân khá đó nè đặt vào cha đặt cái tôi chứ cờ sẽ tha anh pi bề mát lên pi bề pon mà lén cái nhôm mứt anh nâng ai để tham vậy tại đây thầy dương mình squat luôn dương ai mình oi tầm lay là bao dương nâng chân riêng squat luôn dương riêng oi tầm lay bao dương tầng ọc nia bị ngày nên tư nó nhôm nát xong nó một tầng này hay xong bàn bàn môi tiết bờ miền côn cầm áo oi từ thơ nhôm kia con pro cầm ao oi từ thơ sầm nóng con say cầm oi từ thơ rong chắc oi nâu riêng sâu nhô mà sầm bàn bàn thả oi con riêng sâu đã chọc trong chọc đờm nhôm nát lợt tắt chặt con này con dương bàn riêng tầng ọc này không miên say chiêng chầm này đang tê nhôm chầm mơ mà phay sam sập năm tiết nát bờ sân na dương mình oi con riêng tê cứ con dương ọt ai cho chỉ mũi kê cao tê mà phay sam sập năm tiết kể lên prao cầm lăng mà nước sấp kể prao khua các bạn mà nước tầng ọc chân bởi dương ọt oi con riêng tê mẹ đôi sầm mai nhôm ọt lôi chai chọc từ si snua stung cái ban thẻm pon bay pon mà chai ọt lôi chai chọc tập chua cái mà prắc ban pram của môi pon mà chai ọt tê lâu đây ta stung coi cái lên trong stung mà nước đây mong là thi do mà sân stung mà lục panh và tê nâng lâu chua mẹ na cái do mà nước tập chua tê cái pra ta là bọc krương chạc tầng ọt chân dương cất ta tram ta sầm mai pi pon mà phay pi này cái lên trong pra mà nước hai ta lia xì mong coi cái trong lên mà pra mà nước lia hơi chân bên đây ta tổng mốc tiết cái lên pra mà nước hơi chân cái lên pra cầm lăng tiết hơi cứ cái prao khu các bạn mà nước tầng chân dương trâu oi con riêng sâu ở chọc trong chọc đau dương mơ chỉ vật dương tầng kia tầng âu kia âu ở tham ai nhung prăng nè đầm bay con đầm bay rùa không prăng rosi li say ra quân của lâm tranh của lục châu chui chia thưa nhông kia mà chỉ vật nâu tay mình miên mình ban prăng nè và lâm tranh của lục châu đòi xa ấy bàn prăng mình miên đòi xa dương khoa chấm này dương prăng cầm lăng tại đôi ọc nhà ai giờ đom rư rót tay ấy kia sẽ nhẹ trong bách tầm mà khao pi bay mơn là năng đòi xa ấy chấm này chân dương trâu lược tật chặt cồn dương ỏi riêng ỏi chọc trong chọc đàn tầng ọc kia cồn say đòi hỏi tao ban trầm bạ nhà cồn pro đòi hỏi tao ban bạ nhà bắt tầng ọc ban anu bình đất tầng ọc kia nâng cồn pro sớm này cồn say kỳ rót chắc bị bạ nhà lần tao hay bờ đã on nè có dương ỏi ban bắt đục tầng ọc kia nãy nhôm nát trâu lược tật chặt cồn này mà sầm bần bà cầm ỏi cồn từ thơ ca kia dây khắc cồn nó toàn cổ phải dụ mà khơi sọc ở ma cồn của mũi đắp ở toàn thơ tại nhiên ban cát là sâu mê khum thiệt oi mê khum nâng phải của mũi mơn đọc mơn tao oi tầm lao là dụ oi khục dụ ban thơ tại nhiên bắn trâu thơ ca luôn chạy nhung mưa cồn mình toàn cướp dụ phong của không chỉ mũi mê khum nâng tầm lao là dụ oi cướp dụ ban từ thơ nhung kế nó dùng sòng quét nhá chân dương công trâu lược tật chặt cồn dương tròn lồng ba buôn đọc năm tê tại cao pe cồn dương riêng sâu chẹt đăng chọc trong chọc đám dương đừng lên lồng ba ọc mùi chỉ vật nó một tờ nè vậy chào tay này bà nó chọc lốt trong oi tại nhôm miên thế cả này nhôm có chả bẹ lôi từ nia kia cục kia mà ngay coi từ cái vi ban lốt ban chẳng hám có bắt nọt bàn mà chẳng nàng ban bao nhôm miên ban cục kia bẹ thông từ nông cua che che đấy lột mà ban bát ban bài lột ban bát ban bài ban mí ban bì nàng chẳng à đây ma co sang cả lại bẹ nó có chạm hào ấy mà chẳng nàng bắt nó bực co chả bẹ từ nia kia cục kia năng thơ mạch năng nọ sọc sờ bài đồng ngọc kia đây chẳng á vậy lề như vậy
នឹងចឹងថ្ងៃណាតនេចាំនាំគ្នាបបួលទៅលេងកន្លែងព្រះធម្មមកម្ដងទៅហើយថ្ងៃ25 26ខែ6ហ្នឹងមកធ្វើបន់នឹងផ្កាហ្នឹងញាតិញោមបើថាបានទៅក៏នាំគ្នាទៅលេង1ឡាន2ឡានទៅតែបើបានទៅអីតែប្រាប់មកមុនអាចារ្យណាអ្នកនាំគេហ្នឹងណសនុកថ្មដឹងថាចំនួនមនុស្សប្រមាណមកឲ្យចុងភៅគេធ្វើមហូបតម្រូវតាមមនុស្សកុំឲ្យខ្វះកុំឲ្យលើសចឹងណប៉ុណ្ណឹងចោះបានបនបានកសលតាមបនិស័យជ្រះថ្លារៀងខ្លួនមកធ្វើទុកជាសម្បត្តិជាតិគោរពបូជាតកូនតចៅនឹងមានភ្នំហើយយើងធ្វើទៅស្អាតដោះធ្វើជើងភ្នំឲ្យទៅជាសួនហើយកពូលភ្នំទៅជាព្រះធំកម្ពស់100ម៉ែត្រអីនោះកំណត់អាត្មានឹងយើងធ្វើ100ម៉ែត្រអីឡើងទៅជាសម្បត្តិជាតិឬក៏សម្បត្តិពិភពលោកទាំងមូលឲ្យតែប្រទេសណាកាន់ពុទ្ធសាសនាគេនឹងមកគោរពមកយើងគ្រប់គ្នាកន្លែងហ្នឹងក៏អាត្មាធ្លាប់និយាយដែរអ្នកមានវិជាប្រយោជន៍ភាពដែលប្រសក់ស្គាល់ច្រើនអាចរបច្ច័យបានហ្នឹងទៅជំនុំគ្នាយកបច្ច័យហ្នឹងប្រមូលប្រសក់ទៅឥណ្ឌាទៅស្រីលង្កាតកសាងនៅស្រុកគេវិញអត់ត្រូវទេយើងកំនាំគេយកលុយយើងដែលកំពុងតែក្រយកតកសាងស្រុកគេយើងនាំគ្នាមកធ្វើស្អីមួយនៅស្រុកយើងណាពេលដែលយើងធ្វើអស់ចាអោកមកនិយាយមួយម៉ាត់ទៀតចុះដូចភូមិមាញោមភូមិមាញោមដឹងតែភូមិមាមានអីអ្នកពុទ្ធសាសនាចេះនាំគ្នាទៅថ្វាយគុំអីដឹងទេស្វារកនចេតដីមាសគេហ្នឹងហើយមានមាសណាគ្រាន់តែលាបពណ៌មាសប៉ុន្តែគេធ្វើអាខាងក្នុងកពូលហ្នឹងធ្វើពីពេជ្រពីមាសហ្នឹងអាកពូលខាងក្នុងអាប្រាសាទខាងក្នុងហ្នឹងមួយជាន់ទៀតហ្នឹងគេធ្វើពីមាសមែនប៉ុន្តែអាក្រៅហ្នឹងគ្រាន់តែលាបពណ៌មាសទេគ្រាន់តែប៉ុណ្្នឹងប្រទេសកាន់ពុទ្ធសាសនាលើពិភពលោកគេជិះយន្តហោះទៅទាំងយន្តហោះទៅថ្វាយគុំទៅគោរពបូជាហើយចឹងចំណេញទាំងរដ្ឋពេលណាជិះយន្តហោះទិញទៅចំណេញប្រាក់ពន្ធចូលរដ្ឋមិនចឹងហើយពេលណាគាត់ដេកមួយអាទិត្យពីរអាទិត្យហ្នឹងចំណេញពួកផ្ទះសនៈធនាគារហើយដល់ពេលគាត់ថ្ងៃព្រឹកថ្ងៃហ្នឹងចេញមកហូបបាយចំណេញអ្នកលក់បាយលក់អីដូចគ្នាអ្នករស៊ីលក់របស់កាហ្វេកប៉ុកតាមកន្លែងហ្នឹងរស់ទាំងអស់ចឹងណែលោកយើងនាំគ្នាយកលុយប្រមូលពីប្រសក់ទៅកសាងនៅឥណ្ឌានៅស្រីលង្កាអាត្មាថាយើងគួរនាំគ្នាធ្វើស្អីមួយនៅស្រុកយើងកុំយកលុយយើងយកទៅចាក់ចោលស្រុកគេព្រោះយើងពងតែក្រនិយាយចឹងគេខឹងមកទៀតបងបានតែគេស្អប់នឹងនិយាយមានបានការអីបើអាត្មាចង់ឲ្យធ្វើស្អីមួយនៅស្រុកយើងអស់ចាទៅគេមកយើងវិញហើយរស់ទាំងអស់គ្នាប្រជាជននៅចិត្តហ្នឹងរស់មកឧទាហរណ៍តែត្រឹមពុទ្ធគិរីដែលមកនិយាយថានៅក្បែរកន្លែងមកហ្នឹងពុទ្ធគិរីភ្នំដែលលោកធ្វើប៉ុណ្ណឹងអាចចិញ្ចឹមប្រជាពលរដ្ឋអ្នកនៅចិត្តនឹងរាប់រយគ្រួសារអ្នកក្រគាត់ធ្វើកន្លែងលក់បាយលក់អីគេទៅមើលពេញនឹងគាត់អាចរស់នៅហ្នឹងមិនធំផងចុះបើយើងធ្វើអីឲ្យធំអស្ចារ្យទៅប្រទេសផ្សេងទៀតដែលកាន់ពុទ្ធសាសនាគេនឹងមកគោរពស្រុកយើងនឹងរីកចម្រើនដូចគ្នា